សម្លេងប្រជាជននៅតែរំពងពីក្រោយប្រាប់ថាអ្នកឯងដល់ហ្នឹងក៏មិនប្រកាសតែត្រូវទេណាអ្នកឯងដោះបែបហ្នឹងងាប់ខ្ញុំខ្ញុំដែលធ្វើស្រែមួយឆ្នាំទៅមួយឆ្នាំហើយធ្វើចង់ងាប់ចង់រស់តម្លៃនៅតែប៉ុណ្្នឹងហើយយើងប្រើសម្លេងយើងបែបណាដើម្បីទៅដាស់ស្ទេអ្នកដែលកាន់ការងារហ្នឹងឲ្យជួយខ្ញុំផងដោយសារតែខ្ញុំត្រូវការអស់លោកមួយចំនួនមកជួយខ្ញុំនឹងហើយបានខ្ញុំស្រែកថាស្រូវវាចុះថោកមិនមែនឲ្យអស់លោកមកបញ្ជាឲ្យមកដាក់បន្ទុកលើពួកខ្ញុំជាកសិករទេអានេះជាសម្លេងដែលយើងគប្បីចូលរួមទាំងអស់គ្នាលើកមិញតាក់ទងជាមួយនឹងកសិផលពីមុនមកមានពីរប្រទេសចាំទិញរបស់យើងគេនៅកន្លុកតម្លៃយើងចង់ងាប់ចង់រស់ចុះឥឡូវយើងបាត់មួយហើយសល់តែមួយធំណាតើគេនឹងកន្លុកយើងប៉ុណ្ណាទៅអាហ្នឹងគឺជាបញ្ហាដែលយើងត្រូវប្រឈមព្រោះយើងថាយើងជាម្ចាស់ប្រទេសដែរយើងចង់ដឹងឮដែរអូខេបងប្អូនចង់ដឹងឮអូខេតែអ៊ំរែកបងប្អូនអត់គិតរែកទេឬមួយយ៉ាងម៉េចចូលរួមចេញពីពួកយើងទៅទុកតែយើងមិនពុករលួយដែរអ្នកខ្លះស្អប់ណាស់អំពើពុករលួយប៉ិនកូនឲ្យទៅចង់ចូលមន្ត្រីរាជការចេះស៊ើបសួរម៉ានជាប់ជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់ podcast របស់យើងហើយថ្ងៃនេះគឺយើងមានប្រធានបទមួយដែលគួរឲ្យទាក់ទាញមែនទែនសំឡេងរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍប្រទេសជាតិដែលថ្ងៃនេះគឺយើងមានវាគ្មិនដ៏ពិសេសគឺសុភ័ណ្ឌជំរាបសួរបាទសុភ័ណ្ឌគឺជាអ្នកផលិតមាតិកាមួយរូបដែលតែងតែជជែកវែកញែកទៅលើបញ្ហាប្រទេសជាតិឬក៏បញ្ហាស្រុកទេសរបស់យើងហើយថ្មីនេះមានការគាំទ្រច្រើនអំពីសំណាក់ពុកម៉ែបងប្អូនហើយនិងយុវជនពីព្រោះថាពួកគាត់ក៏ជាយាមស្វែងយល់អំពីបញ្ហាប្រទេសជាតិតាមរយៈវីដេអូរបស់សុភ័ណ្ឌដែរហើយក៏មានលោកគ្រូគៀងជំរាបសួរលោកគ្រូដែរជាសពមួយដងគឺលោកគ្រូតែងតែចូលរួមនៅក្នុងវេទិការបស់ពួកយើងអញ្ចឹងខ្ញុំចង់ចាប់ផ្ដើមសំណួរចម្លើយរបស់យើងជា podcast មួយនេះតែម្ដងទៅចង់ស្ដាប់ពីសុភ័ណ្ឌបញ្យល់ឃើញថាតើសំឡេងប្រជាពលរដ្ឋយើងពិតជាមានឥទ្ធិពលយ៉ាងណានៅក្នុងការអភិវឌ្ឍប្រទេសជាតិយើងអរគុណបងអរគុណជាបឋមសូមជម្រាបសួរសួស្ដីប្រិយមិត្តទាំងអស់គ្នាជម្រាបសួរលោកគ្រូបាទខ្ញុំសុភ័ណ្ឌពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងការចែកម្លែកអំពីកម្មវិធីថ្ងៃនេះជាការពិតណាស់សម្លេងប្រជាជនជាសម្លេងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិមួយមានការអភិវឌ្ឍតតែមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់យុវវ័យមនុស្សចាស់មិនថាភេទណាក៏ដោយត្រូវតែការចូលរួមជាសំខាន់ហេតុផលអីបានជាយើងជាភាសាមួយនេះដោយសារអីប្រជាជនគឺជាអ្នកអភិវឌ្ឍប្រជាជនគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងអំពីប្រទេសជាតិមួយដែលមានការរីកចម្រើនប្រទេសជាតិមួយដែលមានការអភិវឌ្ឍនៅពេលដែលប្រជាជនពោពេញទៅដោយស្នាមញញឹមប្រជាជនពោពេញទៅដោយភាពរុងរឿងនិងភាពរីកចម្រើនខ្ញុំក៏លេចមកមើលបច្ចុប្បន្នភាពនេះខ្ញុំឃើញថាយុវជនកម្ពុជាប្រជាជនកម្ពុជាពិតជាបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលពិតជាបានចូលរួមជាមួយនឹងសហគមន៍របស់ពួកគាត់ដោយផ្ទាល់និងដោយប្រយោជន៍ដោយការបញ្ចេញជាសម្លេងដោយការបញ្ចេញជាសារហើយនឹងបញ្ចេញជាការគ្រប់គ្រងនៅអ្វីដែលខ្លួនឯងបានប្រព្រឹត្តនិងអ្វីដែលសហគមន៍បានផ្ដល់ឲ្យបងអាចឧទាហរណ៍ខ្លីៗបានទេតើសំឡេងឬក៏រូបភាពរបស់ពួកគាត់ឬក៏សកម្មភាពបែបម៉េចតែបងគិតថាវាជាចំណែកមួយពិតជាបានចូលរួមការងារសង្គមជាតិឬក៏ប្រទេសជាតិយើងមែនជាការពិតនៅពេលដែលយើងនិយាយឧទាហរណ៍ជាក់ស្ដែងខ្ញុំលើកពីបញ្ហាវិវាទរវាងកម្ពុជាជាមួយនឹងសៀមទៅចុះយើងឃើញថាយុវជនរបស់យើងប្រជាជនរបស់យើងមិនថាប្រជាជននៅតាមជនបទមិនថាយុវជនជាមន្ត្រីយុវជនជាសិស្សសានុសិស្សជាមន្ត្រីរាជការជាកងកម្លាំងជាអ្នករកស៊ីជួញដូរទាំងអស់សិតតែប្រើប្រាស់នៅសម្លេងអ្នកមានសម្លេងអ្នកមានបណ្ដាញសង្គមធំអាចបញ្ចេញជាសារគ្រប់គ្រងបញ្ចេញជាសារបញ្ចូលនៅភាពវិជ្ជមានដល់ប្រជាជនផ្សេងទៀតចំណែកអ្នកដែលគាត់មានធនធានគាត់អាចចូលជារបស់ចូលជាសម្ភារៈផ្សេងដើម្បីជួយដល់ជនភៀសសឹកដើម្បីជួយដល់កម្លាំងកងកម្លាំងពលទាហាននេះហើយដែលគេចង់បញ្ជាក់អំពីថាអ្នកណាចេះអីអ្នកណាមានអីអ្នកនឹងអាចចូលរួមតាមសមត្ថភាពនិងលទ្ធភាពរបស់ពួកគាត់កន្លែងហ្នឹងដែលចង់បញ្ជាក់ថានៅពេលដែលយើងរួមគ្នាជាធ្លុងតែមួយមន្ត្រីរាជការរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលរួមគ្នាជាមួយកងកម្លាំងយុវជនរួមគ្នាជាមួយនឹងកងកម្លាំងយុវជនរួមគ្នាជាមួយនឹងប្រជាពលរដ្ឋរួមគ្នានៅក្នុងសហគមន៍នៅក្នុងទូទាំងប្រទេសគ្រប់មជ្ឈដ្ឋានទាំងអស់បំពងសម្លេងដែលយើងទូចប្រទេសយើងតូចតែបេះដូងយើងធំបើប្រៀបធៀបជាមួយនឹងទំហំប្រជាជនទំហំសេដ្ឋកិច្ចប្រកាសណាស់យើងតូចជាងគេប៉ុន្តែបើប្រៀបធៀបពីក្តីស្រឡាញ់និងពីការព្រួយបារម្ភរបស់ជាតិសាសន៍មួយដូចជាតិសាសន៍ខ្មែរយើងនេះចំពោះប្រទេសជាតិនេះយើងឃើញថាវាមិនអាចកាត់ថ្លៃបានទេដែលខ្ញុំតែងតែប្រើភាសាមួយថានៅពេលណាដែលយើងរួមគ្នាជាធ្លុងតែមួយមិនមែនត្រឹមតែចង្កឹះមកបាច់កាច់អត់បាក់ទេមិនមែនត្រឹមតែយើងការពារខ្មាំងទេយើងថែមទាំងធ្វើឲ្យប្រទេសយើងមានការអភិវឌ្ឍបន្ថែមទៀតយើងឃើញហើយថាការគ្រប់គ្រងផលិតផលខ្មែរផលិតផលក្នុងស្រុកយើងឃើញហើយថាការគ្រប់គ្រងប្រជាជនខ្លួនឯងសេដ្ឋកិច្ចប្រទេសជាតិយើងក៏ចាប់ផ្ដើមមានការវិវត្តពីម្ដងបន្តិចបដូរពីការនាំចូលសុទ្ធ
ទៅជាការអភិវឌ្ឍនៅក្នុងប្រទេសបដូរពីការប្រើប្រាស់ផលិតផលឬក៏បន្លែផ្កាពីខាងក្រៅមកធ្វើឲ្យយើងចេះគិតពីសុខភាពគិតពីផលិតផលអញ្ចឹងនៅពេលណាដែលយើងចូលរួមបែបហ្នឹងហើយដែលចង់បញ្ជាក់អំពីអត្ថប្រយោជន៍បញ្ជាក់អំពីគុណសម្បត្តិរបស់ប្រជាជនយើងជាមួយនឹងរាជរដ្ឋាភិបាលចុះប្រជាពលរដ្ឋនៅតាមជនបទវិញគាត់គ្រាន់តែជាអ្នកស្រែចម្ការធម្មតាហើយគាត់អាចចូលរួមចំណែកទៅក្នុងការអភិវឌ្ឍប្រទេសជាតិបែបម៉េចទៅបើឥឡូវនេះកំពុងតែស្រូវក៏មានបញ្ហាដំណាំរបស់គាត់ក៏មានបញ្ហាគាត់មើលសង្គមនឹងមើលទៅក្នុងភាពអវិជ្ជមានផងហើយគាត់ទៅចូលរួមអភិវឌ្ឍប្រទេសយើងដោយរបៀបមិនទៅប្រកបណាស់ជីវិតប្រចាំថ្ងៃត្រូវការហូបប្រកបណាស់មនុស្សគ្រប់គ្នាត្រូវការលុយត្រូវការថវិកាដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃការចូលរួមរបស់ប្រជាជនមិនមែនចេញមកគឺយើងទៀមទាសុទ្ធតែត្រូវការថវិកាទេចេញពីការស្រឡាញ់ខ្ញុំតែងតែចងចាំប្រជាពលរដ្ឋខ្មែរយើងបេះពីមាត់បង្រត់ពីកពេលខ្លះសឹងតែខ្លួនឯងគ្មានកវល់អង្គឲ្យដែរវល់ស្រូវឲ្យដែរឲ្យតែបានចូលរួមជាមួយនឹងការដោះស្រាយបញ្ហាជាការពិតនៅពេលដែលយើងឃើញពីបញ្ហាសង្គ្រាមបញ្ហាវិវាទរវាងយើងឬក៏ទៅបរទេសឬក៏ប្រទេសណាក៏ដោយឲ្យតែមានគឺប៉ះពាល់ឡើងសេដ្ឋកិច្ចប៉ះពាល់ឡើងទៅលើអ្វីដែលជាហិរញ្ញវត្ថុប្រចាំថ្ងៃនៅពេលដែលប្រទេសកំពុងអញ្ចឹងទៀតធ្វើឲ្យអាផលដំណាំធ្វើឲ្យអាកសិផលរបស់យើងនោះកាន់តែធ្លាក់ថ្លៃទៅទៀតអញ្ចឹងប្រជាពលរដ្ឋប្រកាសឲ្យលោកអញ្ចឹងមានអ្នកថាអូយបងអើយពិបាកខ្លាំងណាស់អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះគឺមានតែអំពាវនាវដល់បងប្អូនទាំងអស់គ្នាមានការអត់ធ្មត់ហើយជឿជាក់ទៅលើរាជរដ្ឋាភិបាលជឿជាក់ទៅលើការដោះស្រាយបញ្ហាមួយនេះខ្ញុំជឿថានៅពេលដែលយើងអត់ធ្មត់ហើយយើងប្រើយុទ្ធសាស្ត្រការទូតយើងផ្ដល់ទូនាទីឲ្យអ្នកដែលគាត់មានកាតព្វកិច្ចនៅក្នុងការដោះស្រាយឧទាហរណ៍ខ្ញុំលើកពីបញ្ហាដោះស្រាយបញ្ហាព្រំដែនយើងត្រូវផ្ដល់ឲ្យអ្នកដែលគាត់មានជំនាញប៉ុន្តែមិនមែនឲ្យចោលសម្លេងប្រជាជនទេសម្លេងប្រជាជននៅតែរំពងពីក្រោយប្រាប់ថាអ្នកឯងដល់ហ្នឹងក៏មិនប្រកាសតែត្រូវទេណាអ្នកឯងដោះបែបហ្នឹងងាប់ខ្ញុំខ្ញុំដែលធ្វើស្រែមួយឆ្នាំទៅមួយឆ្នាំហើយធ្វើចង់ងាប់ចង់រស់តម្លៃនៅតែប៉ុណ្្នឹងអញ្ចឹងឯងដែលយើងខំប្រឹងហើយខ្ញុំមើលឃើញពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំមើលឃើញថារាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធទៅលើផ្នែកកសិកម្មហ្នឹងលោកបានខិតខំកសាងខិតខំចងក្រងជាសហគមន៍ក៏ប៉ុន្តែវាចម្លែកនៅពេលដែលយើងជួបបញ្ហានឹងកើតឡើងអញ្ចឹងអ្វីដែលខ្ញុំនិយាយបានភាសាខ្ញុំនៅពេលនេះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំពិតជាមានការសោកស្ដាយហើយក៏ព្រួយបារម្ភចំពោះការប៉ះពាល់ទៅលើសេដ្ឋកិច្ចនឹងដែរព្រោះកាលណាដែលប៉ះពាល់ពីប្រជាជនហើយប្រកាសណាស់ប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំហើយប្រជាជនអត់ឃ្លានថ្នាក់ដឹកនាំមិនអាចសម្រាកលក់បានស្រួលទេប្រជាជននៅរកស៊ីខាតនៅធ្វើស្រែចម្ការខាតថ្នាក់ដឹកនាំមិនអាចដេកកងស្ងាស់ដោយមិនខ្វល់ទេអញ្ចឹងខ្ញុំជឿជាក់ទៅលើថ្នាក់ដឹកនាំថាគាត់កំពុងតែរកវិធីសាស្ត្រសំណួរសួរថារកពេលណាទៀតអញ្ចឹងហើយខ្ញុំព្យាយាមឲ្យយើងដោះស្រាយបញ្ហាដែលចំពោះមុខនេះចប់អាហ្នឹងប្រជាជនទាំងអស់ចាប់ផ្ដើមសិក្សាស្វែងយល់លម្អិតតើយើងត្រូវធ្វើស្រូវប្រភេទណាយើងធ្វើស្រូវពេលណាយើងធ្វើកសិផលពេលណាហើយតើអ្វីដែលយើងនាំចេញទៅហ្នឹងតើវាមានផលដល់បើមួយឆ្នាំទៅមួយឆ្នាំវានៅតែដដែលតើយើងគួរចូលរួមបែបណាក្នុងនាមយើងជាប្រជាពលរដ្ឋតើយើងប្រើសម្លេងយើងបែបណាដើម្បីទៅដាស់ស្ទេអ្នកដែលកាន់ការងារហ្នឹងឲ្យជួយខ្ញុំផងដោយសារតែខ្ញុំត្រូវការអស់លោកមួយចំនួនមកជួយខ្ញុំនឹងហើយបានខ្ញុំស្រែកថាស្រូវវាចុះថោកមិនមែនឲ្យអស់លោកមកបញ្ជីហើយមកដាក់បន្ទុកលើពួកខ្ញុំជាកសិករទេអានេះជាសម្លេងដែលយើងគប្បីចូលរួមទាំងអស់គ្នារដ្ឋាភិបាលគាត់តែងអំពាវនាវឲ្យជឿជាក់លើរដ្ឋាភិបាលតែឲ្យជឿជាក់បែបម៉េចឥឡូវបើសិនជាកសិករនៅក្នុងខែប្រមាណបន្ទាប់ទៀតហ្នឹងគឺប្រកាសឲ្យកសិផលនឹងអាចចុះថ្លៃចុះថោកដោយសារតែវិបត្តិនៃសង្គ្រាមអីជាដើមអញ្ចឹងទៅអញ្ចឹងអាបញ្ហាលក់អត់ចេញផងបញ្ហាដំណាំគាត់ធ្លាក់ថោកផងបញ្ហាវិបត្តិផ្លូវចិត្តទៀតគាត់មើលទៅក្នុងសង្គមនឹងវាអាប់អួរមែនតើណាអានេះខ្ញុំនិយាយអំពីជ្រុងកសិករមួយចំនួនឬក៏ប្រជាពលរដ្ឋមួយចំនួនអញ្ចឹងសំណួរសួរថាតើឲ្យគាត់ជឿជាក់បែបម៉េចចង់ស្ដាប់ពីជ្រុងសុផាន់កន្លែងហ្នឹងអញ្ចឹងណាជាទស្សនៈប្រកាសឲ្យនៅពេលដែលយើងឃើញពណ៌មួយដែលពណ៌ខ្មៅយើងទៅប្រាប់គេថាអូអាក្នុងនឹងមានពណ៌សគាត់រំពឹងណាសបែបម៉េចបើខ្ញុំឃើញខ្មៅឲ្យខ្ញុំជឿលើរាជរដ្ឋាភិបាលបែបម៉េចបើឥឡូវហ្នឹងវាថោកមែនអញ្ចឹងតើខ្ញុំដោះស្រាយបែបម៉េចប៉ុន្តែនៅក្នុងយុទ្ធសាស្ត្រការទូតនៅក្នុងការដោះស្រាយបញ្ហាយើងឃើញហើយប្រចាំឆ្នាំនីមួយៗនៅពេលដែលមានបញ្ហាកាន់តែធំរាជរដ្ឋាភិបាលក៏បានដកចំណែកថវិកាជាតិដើម្បីមកជួយដល់ប្រជាពលរដ្ឋមិនបានជួយឲ្យទាំងអស់គ្នាចំណេញទេតែយ៉ាងហោចទប់ស្កាត់ហានិភ័យនិងកាត់បន្ថយការខាតកាន់តែច្រើនហើយកន្លះពេលនេះម៉ោងនេះខ្ញុំជឿថារាជរដ្ឋាភិបាលដែលកាន់ផ្នែកនេះលោកកំពុងតែសិក្សាលោកកំពុងតែដុតដៃដុតជើងហើយចែកដៃចែកជើងគ្នាធ្វើនៅក្នុងដំណាក់កាលនេះក៏ប៉ុន្តែសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលគាត់កំពុងតែធ្វើការព្រួយបារម្ភដែលគាត់កំពុងតែមានការព្រួយបារម្ភនឹងពង្រឹងទៅលើគុណភាពដំណាំពង្រឹងទៅលើផ្លូវចិត្តគ្រួសារហើយបញ្ជាក់ម្ដងហើយម្ដងទៀតថារាជរដ្ឋាភិបាលជួយយើងបានតែមួយចំណែកទាល់តែយើងប្រជាពលរដ្ឋនឹងជួយខ្លួនឯងដែរចំណុចកន្លែងនេះខ្ញុំចង់សង្កត់ធ្ងន់បន្ថែមមកបន្តិចថានៅពេលដែលយើងគិតទៅដល់ភាពអវិជ្ជមានមុនគេបំផុតគឺយើងគិតរកច្រកចេញ
ចឹងច្រកណាកាន់តែចេញលឿនគាត់ទៅច្រកហ្នឹងហើយចឹងប្រជាពលរដ្ឋពេលខ្លះគាត់ស្រែកបានគាត់ចេះតែស្រែកហើយមិនអ្វីដែលខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋបើសិនជាជួបបញ្ហានឹងកើតឡើងមែនរឿងនឹងវាកើតឡើងមែនតើមានវិធីសាស្ត្រណាដែលយើងអាចនឹងចងក្រងគ្នាក្នុងការផ្ដល់ជាព័ត៌មាននឹងមួយកញ្ចប់ទៅដល់កន្លែងអ្នកដែលដោះអូបងផ្ដល់អាព័ត៌មាននឹងវាអត់ដល់អាអ្នកដោះនោះវាជ្រុះបាត់តាមផ្លូវតើមានវិធីសាស្ត្រណាខ្ញុំថាសម័យបច្ចេកវិទ្យារឿងខ្លះលាក់អត់ចិត្តទេបើស្រូវនឹងវាថោកមែនឲ្យខ្ញុំឆ្លើយថាថ្លៃមិនត្រូវចេញសេចក្តីប្រកាសព័ត៌មានថាព័ត៌មាននឹងខ្លាំងបើស្រូវ1គីឡូ600មែន1គីឡូ500មែនមួយថ្ងៃមិនគិតមើលអញ្ចឹងកន្លែងហ្នឹងខ្ញុំជឿថាដឹកនាំលោកនឹងមានការកង្វល់ដូចគ្នាហើយសារនេះមិនមែនតែប្រជាពលរដ្ឋទេសារ message មួយនេះគឺខ្ញុំចង់ឲ្យទៅដល់គ្រប់គ្នាថានៅពេលដែលយើងរងនៅបញ្ហាយុត្តិធម៌សង្គមឬក៏យើងបញ្ហាហ្នឹងយើងអាចមិនដោះបានសូមឲ្យប្រើនៅវិធីសាស្ត្រឬក៏ប្រើតាក់ទិកកុំឲ្យយើងប្រើកំហឹងកុំឲ្យយើងប្រើដោយការចាក់ស្រូវចោលដុតស្រូវចោលអានឹងមិនមែនជាការដោះស្រាយបញ្ហាទេតែយើងអាចចងក្រងរវាងរាជរដ្ឋាភិបាលឬក៏មន្ត្រីដែលពាក់ព័ន្ធមន្ត្រីកសិកម្មនិងសហគមន៍យើងនោះមានអ្នកណាម្នាក់ដែលអាចជជែករឿងនឹងបានទេថាយើងផ្ដល់ពេលវេលាណាមួយដើម្បីយើងធ្វើរឿងនឹងបានទេខ្ញុំសូមជំបញ្ជាក់ចំកន្លែងនេះតិចខ្ញុំមិនមែនជាមន្ត្រីជំនាញទៅលើរឿងហ្នឹងទេជាការយល់ឃើញរបស់ខ្ញុំថារបៀបដោះស្រាយបញ្ហាជាមួយនឹងប្រជាពលរដ្ឋឬក៏ប្រជាពលរដ្ឋជាមួយនឹងអ្នកមានសមត្ថកិច្ចសូមប្រើនីតិវិធីសូមកុំប្រើអារម្មណ៍នៅពេលណាដែលយើងប្រើអារម្មណ៍តាមមុខយើងឆ្លោះគ្នាអត់ឈ្នះអត់ចាញ់ទេយើងប្រកែកយកតែត្រូវរៀងខ្លួនឯងប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមស្ដាប់បើកបេះដូងស្ដាប់ថាតើអ្វីដែលរាជការឬក៏មន្ត្រីរាជការឬក៏មន្ត្រីពាក់ព័ន្ធហ្នឹងគាត់ប្រាប់យើងនឹងយើងទទួលយកបានអត់ហើយមន្ត្រីនឹងទៀតសោតមិនមែនយើងចេះតែនៅតែកុហកប្រជាជននោះទេទៅដោះស្រាយនឹងយកតែហេតុផលរបស់ខ្លួនឯងទៅឲ្យគ្នាស្ដាប់អានឹងចង់មករាល់តែឆ្នាំហ្នឹងអញ្ចឹងខ្ញុំសុំដូរយុទ្ធសាស្ត្រម្ដងមកអញ្ចឹងសារនេះក៏ខ្ញុំគិតថាមន្ត្រីជំនាញមន្ត្រីពាក់ព័ន្ធលោកនឹងមានការដោះស្រាយបញ្ហាដោយវិធីមួយដើម្បីឲ្យប្រជាពលរដ្ឋរស់បាទយើងជជែកគ្នាអញ្ចឹងនៅក្នុងបន្ទប់ studio អញ្ចឹងប្រហែលជាពុកម៉ែបងប្អូនគាត់គិតមួយចំនួនហ្នឹងមកទោះទៅចោះគាត់គិតថាពួកនឹងមិនបានតែនិយាយបានតែអីដូចតំណងវាមិនតែមកធ្វើស្រែធ្វើអីដូចយើងកំពុងតែបបាក់កំពុងតោកយ៉ាអញ្ចឹងយើងចង់យកវេទិកានេះគឺជាការលើកអំពីកង្វល់របស់ពុកម៉ែបងប្អូនជាអ្នកកសិករដែលជួយអភិវឌ្ឍប្រទេសជាតិយើងខំប្រឹងឆ្នាំងបាយស្រូវស្រែពួកយើងនឹងគឺចេញពីពួកគាត់តែម្ដងតែហេតុអីបានយើងលើកប្រធានបទហ្នឹងពីព្រោះថាបច្ចុប្បន្ននេះគឺបញ្ហាធំគឺសង្គ្រាមកម្ពុជាជាមួយនឹងថៃតែទៅមុខទៀតចូលចាប់ផ្ដើមខែ12ខែ1ខែ2ឡើងទៅគឺជាពេលប្រមូលកសិផលហើយជាពិសេសគឺពាក់ព័ន្ធទៅលងមីពាក់ព័ន្ធជាមួយចន្ទទីឬក៏កស៊ូឬក៏អាមេរិកអីជាដើមអញ្ចឹងទៅអញ្ចឹងកាលពីមុនយើងមានច្រក2នៅក្នុងការនាំចេញទៅចុះបើសិនជាយើងបិទជាមួយនឹងព្រំដែនថៃហើយតើនៅសល់តែមួយច្រកអញ្ចឹងខ្ញុំគិតថាបញ្ហាហ្នឹងនឹងជាបញ្ហាដ៏ឈឺក្បាលបំផុតដែលខាងរដ្ឋាភិបាលកំពុងតែគិតតើមានវិធីសាស្ត្រអីក្នុងការទប់នាពេលអនាគតអញ្ចឹងយើងចង់យកវេទិកានេះដើម្បីថាទៅមុខទៀតបងប្អូនប្រជាពលរដ្ឋអាចបើកចិត្តឲ្យខាងរដ្ឋាភិបាលក៏ព្យាយាមរកវិធីសាស្ត្រទប់ស្កាត់ឲ្យហើយពួកកន្លែងនេះខ្ញុំគិតថាមិនមែនជាបញ្ហាតូចតាចដែលយើងគួរតែលើកនៅចំណុចនេះដែរចង់ស្ដាប់ពីជ្រុងលោកគ្រូវិញលោកគ្រូយល់ឃើញបែបមិនដែរពាក់ព័ន្ធជាមួយនឹងសម្លេងប្រជាពលរដ្ឋនៅក្នុងការអភិវឌ្ឍប្រទេសជាតិយើងអញ្ចឹងលោកគ្រូហើយជាពិសេសគឺរឿងកសិផលចុងក្រោយនេះដែរបាទនឹងខ្ញុំសូមចូលរួមបន្តិចតាក់ទងជាមួយនឹងសម្លេងរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងហើយខ្ញុំតពីនេះណាគ្នាយើងដែលបាននិយាយមិញតាក់ទងជាមួយនឹងបញ្ហាអ្នកដែលគាត់រីករាយជាមួយនឹងសមិទ្ធផលកន្លងមករបស់ប្រទេសយើងអានឹងអត់បញ្ហាទេមិនអញ្ចឹងគាត់រីករាយតែដែលសំខាន់បំផុតគឺយើងចង់ message សាររបស់យើងទៅដល់អ្នកដែលគាត់កំពុងតែមើលសង្គមក្នុងភាពខ្មៅងងឹតគាត់មើលទៅជីវិតរបស់គាត់បញ្ហាដោយសារតែសង្គមមានបញ្ហាអញ្ចឹងទៅហើយគាត់បន្ទោសដល់ថ្នាក់ដឹកនាំមានបញ្ហាអញ្ចឹងណាអញ្ចឹងដំបូងខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងយើងនិយាយអំពីបញ្ហារបស់ប្រទេសយើងទាំងមូលបញ្ហារបស់ប្រទេសយើងទាំងមូលគឺវាជាកេរដំណែលនៃប្រវត្តិសាស្ត្រកេរដំណែលនៃប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើងនៅបញ្ហាជាច្រើនដែលយើងត្រូវចូលរួមគ្នាដោះស្រាយចាប់ដៃគ្នាក្នុងការដោះស្រាយអញ្ចឹងកន្លងមករដ្ឋាភិបាលក៏បានធ្វើនៅសមិទ្ធផលមួយចំនួនហើយក៏មានកំហុសមួយចំនួនហើយប្រជាជននោះទៀតសោតក៏មានអ្នកដែលបានពីសមិទ្ធផលចាស់ហើយក៏អ្នកដែលមិនទាន់បាននៅស្អីដែលជាស្នាដៃរដ្ឋាភិបាលបានធ្វើនោះក៏អត់ទាន់បានផលពីអាហ្នឹងទេអញ្ចឹងហើយបានគាត់ចេះខឹងសម្បាតវ៉ាបន្តមកណាអាហ្នឹងគឺជារឿងចាស់មានន័យថាបានដោះស្រាយមួយចំនួនមានរឿងមួយចំនួនហ្នឹងក៏អត់ទាន់បានដោះស្រាយបន្តមកទៀតចៃដន្យនៅក្នុងឆ្នាំ2025នេះយើងបានពើប្រទេសជាមួយនឹងចំនួនជាមួយនឹងខាងសៀមហើយដោយលោកប្អូនលើកមកបន្តិចដែរមិនតាក់ទងជាមួយនឹងរឿងកសិផលរបស់យើងមិនអញ្ចឹងណាក៏ប៉ុន្តែវាមិនមែនតែរឿងកសិផលមួយទេវាតាក់ទងជាមួយនឹងបញ្ហាច្រើនលើកមុននៅក្នុង topic មុនហ្នឹងខ្ញុំធ្លាប់និយាយដែរថាបញ្ហាធំ4ដែលយើងត្រូវប្រឈមហ្នឹងគឺទី1ហ្នឹងតាក់ទងជាមួយនឹងពលកររបស់យើងចំណាកស្រុកត្រឡប់មកវិញនឹង70-80ម៉ឺននេះអាចលើសនឹងខ្លះផងដែលគាត់ត្រឡប់មកវិញហើយ
ក្នុងស្រុករបស់យើងនឹងត្រូវទទួលបន្ទុកធ្វើម៉េចរាប់រងការងារឲ្យគាត់មានចំណូលគួរសមដើម្បីគ្រប់គ្រងព្រោះពលករដែលគាត់ធ្វើការនៅថៃម្នាក់គាត់ចិញ្ចឹមគ្រួសារមួយគ្រួសារបើ70 80ម៉ឺនអ្នកប៉ះពាល់គឺ70 80ម៉ឺនគ្រួសារហើយគ្រួសារខ្មែរយើងគុណតែជាមធ្យម5នាក់ចុះមិនចឹងទេគុណទៅឃើញប្រហែលលាននាក់មិនចឹងដែលប៉ះពាល់ជីវភាពរបស់គាត់អានឹងគឺជាបន្ទុកមួយទៀតបងប្អូនលើកមិញតាក់ទងជាមួយនឹងកសិផលពីមុនមកមានពីប្រទេសចាំទិញរបស់យើងគេនៅកន្លុកតម្លៃយើងចង់ងាប់ចង់រស់ចុះឥឡូវយើងបាត់មួយហើយស្ទាល់តែមួយធំណាតើគេនឹងកន្លុកយើងប៉ុណ្ណាទៅអាហ្នឹងគឺជាបញ្ហាដែលយើងត្រូវប្រឈមបញ្ហាផ្សេងទៀតដូចជាអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកអ្វីត្បិតតែយើងចរចាមកសល់ដល់ 9% ក៏ប៉ុន្តែអត្រានេះវាមិនមែនជាអត្រាដែលល្អមួយទេវាមិនទាន់ជាល្អដែលយើងcompetitive ប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀតទេអញ្ចឹងយើងនឹងជួបបញ្ហាប្រឈមទាក់ទងជាមួយនឹងការអូសទាញអ្នកវិនិយោគទៅលើរោងចក្រក៏ដោយថ្មីណាហើយរោងចក្រចាស់ហ្នឹងក៏គាត់អាចពិចារណាថាកន្លែងតំបន់ណាប្រទេសណាដែលគេមានអត្រាពន្ធគយតិចជាងនឹងសម្រាប់សហរដ្ឋអាមេរិកក៏អាចមូទៅនឹងអានេះក៏ជាបញ្ហាមួយដែរមួយទៀតបញ្ហាថ្មីទាក់ទងជាមួយនឹងរឿង online scam ដែលកើតឡើងវាធ្វើឲ្យគេឈ្មោះរបស់យើងខូចលើកមកនេះមិនមែនលើកមកឲ្យមើលសង្គមនឹងកាន់តែផ្អួរកាន់តែអាក្រក់ទេតែខ្ញុំចង់និយាយថាបញ្ហាទាំងនេះបញ្ហាចាស់បូកជាមួយនឹងបញ្ហាថ្មីដែលយើងនៅត្រូវប្រឈមនេះមិនមែនជាចំណែករបស់រដ្ឋាភិបាលតែមួយទេគឺជាចំណែករបស់យើងគ្រប់គ្នាទាំងអស់ដែលជាប្រជាពលរដ្ឋអញ្ចឹងបើជាចំណែករបស់យើងព្រោះយើងថាយើងជាម្ចាស់ប្រទេសដែរយើងចង់ដឹងឮដែរអូខេបងប្អូនចង់ដឹងឮអូខេតែអមរែកបងប្អូនអត់គិតរែកទេឬមួយយ៉ាងម៉េចមិនចឹងទេចឹងថាប្រទេសរបស់យើងរដ្ឋាភិបាលធ្វើអីយើងត្រូវដឹងឮដែរអូខេអញ្ចឹងអមរែកជាបញ្ហាដែលយើងត្រូវប្រឈមហ្នឹងមិនមែនត្រូវដាក់លើស្មារបស់រដ្ឋាភិបាលទេវាត្រូវធ្លាក់ទៅលើស្មារបស់យើងគ្រប់គ្នាអញ្ចឹងបកមកវិញបញ្ហាចាស់ខ្ញុំអត់បដិសេធទេវាមានបញ្ហាជាច្រើនដែលអត់បានដោះស្រាយហើយថែមជាមួយនឹងបន្ទុកថ្មីទាក់ទងជាមួយនឹងការប៉ះទង្គិចគ្នាជាមួយថៃហ្នឹងធ្វើឲ្យបញ្ហាហ្នឹងកាន់តែដុនដាបអញ្ចឹងពាក្យថារែកបន្ទុកហ្នឹងមានន័យថាពីមុនបបា5ឥឡូវបបា10គឺជារឿងដែលបើសិនជាយើងចាត់ទុកថាយើងជាពលរដ្ឋមួយមានកាតព្វកិច្ចមានទំនួលខុសត្រូវសម្រាប់ជនជាតិនឹងដែរគឺជារឿងដែលយើងត្រូវតែទទួលយកមិនមែនថាទទួលយកអត់បញ្ចេញសម្លេងអីទេបងប្អូនអាចបញ្ចេញសម្លេងបានមិនចឹងអាចបញ្ចេញសម្លេងបានថាឥឡូវស្រូវចុះថោកហើយមិនចឹងអាចប្រមូលផ្ដុំគ្នាមកចងជាសហគមន៍មួយថាស្រូវកន្លែងតំបន់យើងចុះថោកណាទៅរមន្ត្រីមូលដ្ឋានឲ្យគាត់ជួយដោះស្រាយមន្ត្រីមូលដ្ឋាននឹងដោះស្រាយបានទេយើងអាចឡើងបន្តមកដោះស្រាយតាមសន្តិវិធីពេលនេះគឺជាពេលដែលយើងត្រូវដោះស្រាយបញ្ហាចំពោះមុខគឺសង្គ្រាមជាមួយនឹងទី1គឺសង្គ្រាមជាមួយខាងថៃឈ្លានពានពីខាងថៃបញ្ហាហ្នឹងគឺជាបញ្ហាចាំបាច់បន្ទាន់ដែលត្រូវដោះស្រាយនៅចំពោះមុខមិនចឹងបន្តមកទៀតបញ្ហាក្នុងស្រុករបស់យើងមិញយើងយកវាមកធ្វើជាបញ្ហាបន្ទាប់តែចុះចាំបាច់ត្រូវដោះស្រាយដែរយើងថាអ្នកដែលមានជីវភាពក្រាន់បើចង់មានបញ្ហាមិនក៏គេអាចរស់បានសបកទៀតចុះអ្នកដែលយ៉ាប់ពឹងទៅលើស្រូវស្រែចម្ការផលិតកសិផលទាំងអស់ហ្នឹងគាត់ទ្រាំអត់បានគិតមិនអាហ្នឹងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំនិយាយពីខាងដើមអញ្ចឹងមែនន័យថាអមរែកហ្នឹងគឺយើងត្រូវនាំគ្នារែកដែរយើងមិនទៅទម្លាក់កំហុសថាអ្នកនេះខុសអ្នកនោះត្រូវទេតែឥឡូវអមរែកហ្នឹងធ្លាក់មកហើយយើងត្រូវតែនាំគ្នារែកម្នាក់បន្តិចអ្នកមានលទ្ធភាពរដ្ឋាភិបាលទូនាទីគាត់ធំកាតព្វកិច្ចគាត់ធំគាត់រែកធំទៅយើងប្រជាពលរដ្ឋអ្នកធ្វើការក្រុមហ៊ុនរែកតាមក្រុមហ៊ុនទៅក្រុមហ៊ុនខ្លះត្រូវបិទទ្វារត្រូវជំរុះបុគ្គលិករែកពន្ធតាមនឹងទៅប្រជាកសិកររបស់យើងមិនចឹងទេកសិផលធ្លាក់ថ្លៃគាត់ត្រូវរែកពន្ធម្នាក់បន្តិចទៅអានេះហើយគឺជាវាជាពេលដ៏ល្អបំផុតខ្ញុំប្រើអាហ្នឹងអាក្រក់ស្ដាប់អ្នកខ្លះស្ដាប់ទៅវាអត់នេះណាចូលទៅជាណាវាគឺជាពេលល្អបំផុតដែលយើងអាចបង្ហាញអំពីឆន្ទៈក្នុងការស្នេហាជាតិរបស់យើងមិនចឹងយើងប្រហែលជាគ្មានលទ្ធភាពទៅជួយប្រទេសតាមមធ្យោបាយណាតែមធ្យោបាយដែលយើងជួយរែកពន្ធបន្តិចបន្តួចនៅលើអមរែកនេះមធ្យោបាយដែលយើងពីមុនជួបបញ្ហា5ឥឡូវបញ្ហា10យើងនៅតែស៊ូទ្រាំជាមួយនឹងអានឹងអំណត់ជាមួយរដ្ឋាភិបាលទុកពេលឲ្យរដ្ឋាភិបាលដោះស្រាយអានឹងហើយគឺជាការជួយជួយប្រទេសជាតិយើងបានល្អបំផុតមិនមែនយើងទៅកាន់អាវុធទៅព្រំដែនទេមិនមែនឲ្យយើងទៅបរិច្ចាគលុយកាក់ទៅជួយទាហានឬមួយជួយអ្នកភៀសខ្លួនទេក៏ប៉ុន្តែការដែលយើងអំណត់នៅស្ងៀមឲ្យរដ្ឋាភិបាលក៏ដោះស្រាយបញ្ហាតាមដំណើររបស់គាត់ក្នុងរយៈពេលនេះហ្នឹងគឺជាការជួយប្រទេសដ៏ធំបំផុតបាទពាក្យខ្មែរថាពេលយប់ស្ងាត់ទើបស្គាល់ដួងតារាពេលជួបបញ្ហាទើបយើងស្គាល់មិត្តល្អហើយពេលដែលស្រុកទេសយើងកំពុងតែមានវិបត្តិវឹកវរអញ្ចឹងណាវាកាន់តែយល់ថាពី
មូលធនរបស់ប្រជាពលរដ្ឋនិងការគិតហើយនឹងភាពស្នេហាជាតិរបស់ប្រជាពលរដ្ឋយើងដំបូងយើងសម័យទៅឃើញតែប៉ុននេះគ្រាន់តែជាព្រឹត្តិការណ៍សង្គ្រាមកម្ពុជាថៃទេតែក្រោយពីនោះទៅវិបត្តិជាច្រើនទៀតដែលនឹងកើតឡើងនៅក្នុងខែបន្ទាប់ទៀតដែលពួកយើងគួរតែយោគយល់គ្នាវាគួរតែយល់គ្នាវាគួរតែមានអំរែកថាអូតិចទៀតហ្នឹងគឺនឹងមានបញ្ហាច្រើនហើយរដ្ឋាភិបាលគាត់ក៏នឹងមានបន្ទុកក្នុងការដោះស្រាយគាត់ត្រូវគិតឲ្យបានឆ្ងាយមែនទែនព្រោះទៅមុខទៀតបញ្ហាកសិផលចុះថោកអញ្ចឹងក្នុងនាមជាប្រជាពលរដ្ឋក៏គាត់ត្រូវយោគយល់គាត់ត្រូវដឹងថាតើពួកគាត់មានកាតព្វកិច្ចអីក្នុងការចូលរួមនៅក្នុងនឹងដែរចង់បកទៅសភ័នបន្តិចមានប្រជាពលរដ្ឋខ្លះក៏គាត់មានទូនាទីនៅក្នុងការចូលរួមរែកអំរែកនៅក្នុងជាតិរបស់ពួកយើងដែរចុះគិតថាតើមានប្រជាពលរដ្ឋឬក៏យុវជនមួយចំនួនគាត់បែរជាមិនបានរែកហើយបែរជាធ្វើឲ្យប្រទេសជាតិកាន់តែពិបាកទៅវឹកវរទៅតើសកម្មភាពបែបម៉េចខ្លះដែលជាបន្ទុកនៃសង្គមនឹងទៅវិញមែនតើទៅពេលដែលបងលើកក្តុកក្តួលនៅពេលដែលយើងនិយាយអំពីបញ្ហាសង្គ្រាមបញ្ហាសេដ្ឋកិច្ចប្រកាសថាគ្រួសារខ្លះដេកអត់លក់ឯងហើយនៅពេលដែលនេះទៀតវាមានជនឆ្លៀតឱកាសមួយចំនួនដែលបង្កើតភាពវឹកវរមិនបដិសេធទេចំពោះការមិនគ្រប់គ្រងជាមួយនឹងរាជរដ្ឋាភិបាលមិនបដិសេធទេចំពោះបញ្ហាអវិជ្ជមានមួយចំនួននៅក្នុងសង្គមកន្លែងនេះខ្ញុំថាអញ្ចេះប៉ះសិនបើប្រជាពលរដ្ឋណាលោកមានការស្រឡាញ់ជាតិពិតប្រាកដណាស់បន្ថយខ្ញុំថាយុវជនគឺជាខែលជាខឿនការពារជាតិដ៏រឹងមាំយុវជនមិនគប្បីឬក៏ប្រជាជនមិនគប្បីធ្វើជាបន្ទុកឬក៏ជាបន្លាដែលរាំងស្ទះដល់ការដឹកនាំឬក៏ការអភិវឌ្ឍប្រទេសទេបើយើងមិនបានជួយជោគមិនបានជួយចែវខណៈពេលនេះម៉ោងនេះសូមមេត្តាកុំយកជើងរាទឹកយើងដឹងហើយថាប្រទេសយើងរងការបែកបាក់ផ្ទៃក្នុងរងការប្រមាថមើងងាយពីបងលើកមកពីប្រវត្តិសាស្ត្រយើងអត់ភ្លេចទេជន់ឈ្លីដោយសាសដតីហើយប្រទេសយើងជា2ជា3ចំណែកដើម្បីចែកគ្នាចុះហើយបានមកដល់សម័យកាលនេះហើយយើងនៅតែប្រកាន់ភ្ជាប់និន្នាការផ្នែកគំនិតបែបហ្នឹងទៀតហើយបានយើងមិនទម្លាក់នៅអ្វីដែលជាបញ្ហាហ្នឹងទម្លាក់មកកដប់សិនមកពួតដៃគ្នាជាជ្រុងសិនជ្រុំមើលជួយគ្នាមើលអ្វីដែលយើងមានហ្នឹងក្នុងនាមយើងមិនបានចូលរួមទាំងដល់ទេប៉ុន្តែសុំកុំឲ្យទៅរាកុំឲ្យទៅរាំងកុំឲ្យទៅស្កាត់ដំណើរហ្នឹងទៀតមិនបានធ្វើអីទៅបរិយាបលាលុះឲ្យជន់ជើងមុតជើងអ្នកគ្នាខំប្រឹងដើរខំប្រឹងតទល់ណាអញ្ចឹងហើយបានខ្ញុំថាពេលនេះម៉ោងនេះមានតែការអំពាវនាវដល់បងប្អូនមួយចំនួនដែលលោកកំពុងតែស្ថិតនៅក្នុងនិន្នាការដោយបងមានប្រសាសន៍ពីដើមទីមកអញ្ចឹងឲ្យគាត់បន្ថយឲ្យទម្លាក់វាមកកដប់ស្រុកសានត្រានសេដ្ឋកិច្ចល្អប្រសើរប្រជាជនយើងចាប់ដើមមករកសុខដុមរមនាវិញប្រទេសជាតិមានសន្តិភាពពេញលេញមុនពេលដែលបាញ់បោះនោះប្រឆាំងតទៀតនិយាយតទៀតបញ្ហាសង្គមមិនអាចស្ងាត់បានទេត្រូវព្រោះយើងត្រូវចូលរួមទាំងអស់គ្នាមិនអាចឲ្យនៅពេលដែលមនុស្សខ្ញុំថាស្ថានភាពលំបាកនឹងធ្វើឲ្យមនុស្សនឹងប្រកែប៉ុន្តែស្ថានមនុស្សប្រកែធ្វើឲ្យស្ថានភាពងាយស្រួលប៉ុន្តែបើស្ថានភាពងាយស្រួលហើយគ្មានអ្នកចូលរួមវានឹងធ្វើឲ្យមនុស្សខូចអញ្ចឹងយើងត្រូវចូលរួមដដែលយើងមិនអាចបំភ្លេចសង្គមមួយនេះចោលមិនអាចបំភ្លេចប្រទេសយើងចោលបានទេយើងត្រូវចូលរួមតែខណៈពេលនេះម៉ោងនេះសូមរួបរวมគ្នាមិនថាអ្នកស្របជាមួយនឹងរាជរដ្ឋាភិបាលអ្នកមើលឃើញប្រទេសខ្លួនឯងខ្មៅងងឹតអុក្រិតកម្មឬក៏អក្រិតជនឬក៏កន្លែងណាអយុត្តិធម៌សង្គមណាក៏ដោយខ្ញុំថាទុកវាមកកដុកហើយមកពួតដៃគ្នាដើម្បីកសាងឲ្យដោះស្រាយបញ្ហាឲ្យចប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចកុំឲ្យប្រជាជនស្រាប់តែគ្នាប្រទេសជាតិបញ្ហាហើយសេដ្ឋកិច្ចបញ្ហាទៀតផ្លូវចិត្តកាន់តែធ្ងន់ណាស់ហើយតែកាន់តែផ្លូវចិត្តធ្ងន់ហើយកន្លែងហ្នឹងហើយដែលជារងគ្រោះថ្នាក់ដឹកនាំកាន់តែបារម្ភដោះបន្ទុកមួយទៀតដែរក្រៅតែពីដោះសង្គ្រាមមកដោះសេដ្ឋកិច្ចក្រៅពីដោះសេដ្ឋកិច្ចដោះបញ្ហាផ្លូវចិត្តប្រជាជនកម្ពុជាទៀតអញ្ចឹងកាន់តែធ្ងន់ដែលប្រសាសន៍បងលើកឡើងខ្ញុំសប្បាយចិត្តនៅពេលដែលអំរែកដ៏ធ្ងន់មួយនៅលើថ្នាក់ដឹកនាំដែលយើងទាំងអស់គ្នាចូលរួមរែកចូលរួមជួយនៅពេលដែលអំរែកលើស្មាមកតោនស្រាប់តែយើងចែកគ្នាម្នាក់មួយខំទៅក៏វាស្រាលយើងរត់បានបន្តទៅមុខទៀតអញ្ចឹងមានតែប៉ុណ្្នេះទេពីខ្ញុំទៅក្នុងនាមជាប្រជាពលរដ្ឋដូចគ្នាសំទោសសំណួរនេះរៀងកាចតិចប្រជាពលរដ្ឋយើងធ្លាប់លើកឡើងថាបើខ្លួនរែកមិនរួចបើហត់នឿយបើធ្វើមិនកើតទេមិនក៏មិនឲ្យអ្នកផ្សេងធ្វើទៅសំខាន់ភាសានេះល្អមែនទែនដោយសារតែការយល់ឃើញមួយចំនួនរបស់ប្រជាជនយើងគាត់ថាចេះអ្នកឯងធ្វើមិនកើតទេអញធ្វើម្ដងមកនឹងភាសាសាមញ្ញមានភាសាខ្លះទៀតខ្ញុំលើកឧទាហរណ៍ងាយទេបុគ្គលម្នាក់និស្សិតម្នាក់គាត់ទៅរៀនជំនាញ IT គាត់រៀនអត់ចេះសោះហើយគាត់សិស្សបកែគាត់ទៅប្រាប់សិស្សប្អូនជំនាន់ក្រោយទៀតគាត់ថាចេះ
រៀនកើតទេបើឯងអត់បកាយអញបកាយប៉ុណ្្នឹងហើយរៀនកើតផងរៀនកើតទេខ្ញុំថាកុំប្រើមាត្រដ្ឋានមនុស្សម្នាក់ទៅកំណត់ហើយត្រឡប់មកសំណួរបងវិញថាបើពិបាកខ្លាំងមិនមិនចែកគេដឹកទៅមិនក៏បកគលឲ្យគេទៅត្រូវចាំថាប្រទេសជាតិយើងណាត្រូវការក្បាលម៉ាស៊ីនដែលច្បាស់លាស់ហើយបើចេះតែស្រែកហើយចេះតែដោះដូរទៅតាមចំណាប់អារម្មណ៍ទៅតាមផ្លូវចិត្តតែមួយមុខណាអ្នកខ្ញុំត្រូវប្រៀបថា IQ និង EQ វាសំខាន់ហើយបញ្ហាប្រទេសណាក៏មានដែរបញ្ហាក្នុងជីវិតយើងរាល់ថ្ងៃក៏មានដែរអ្នកខ្លះនាវាគ្រួសារមួយដឹកអត់បានផងប៉ុន្តែភាពក៏អឺតក៏តោមញុះញង់អុចអាលឲ្យគេទៅខ្ញុំនៅតែជឿថាប្រសិនបើប្រទេសកម្ពុជាហ៊ានតែមានការរបត់រញ៉េរញ៉ៃណាមួយនោះកាត់ឡើងណាអត់ស្ងៀមទេដោយសារអីផ្នែកគំនិតប្រជាពលរដ្ឋយើងមើលឃើញហើយពីគំនោផេះផង់ចេញពីសង្គ្រាមមកប្រទេសសឹងតែនៅផេះអស់ហើយប្រជាជនយើងស្បែក10ឆ្អឹងស្អីក៏អត់មានដែរកសាងមកបានប៉ុណ្ណេះខ្ញុំមើលឃើញពីអ្វីដែលសម្ដេចលោកបានលះបង់ធំធេងណាបើលោកគ្រាន់តែមកគិតពីខ្លួនលោកមិនពិបាកដល់ថ្នាក់ហ្នឹងទេរហូតដល់បញ្ញវន្តយុវជនបន្តវេនមិនមែនខ្ញុំសុំនិយាយថាមិនមែនយុវជនបន្តពូជគេក៏មិនមែនយុវជនបន្តបកដែរណាយុវជនបន្តវេនដែលពោពេញទៅដោយសមត្ថភាពប៉ុន្តែមិនមែនលើកឡើងពឹបបញ្ហាយើងឃើញមិនសេណារីយ៉ូបង្កើតមកសុទ្ធតែបញ្ហាណាយើងឃើញថាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីលោកគ្រាន់តែដឹកនាំប្រហែលឆ្នាំនេះសមិទ្ធផលផ្សេងៗដែលយើងឃើញថាសុទ្ធតែជាវិញ្ញាសាធំដែលអ្នកខ្លះគាត់និយាយវាស្រួលទេឲ្យខ្ញុំដឹកនាំមកប៉ិនសួរយកអីមកដឹកយកអីមកនាំតែស្អីជាដែលបង្ហាញឲ្យប្រជាជនទុកចិត្តបានអត់ថាអ្វីដែលគាត់កសាងពីមុនមកចង់ដឹកនាំនោះគាត់មានអីជាហេតុគាត់ថាចាំឲ្យខ្ញុំដឹកនាំសិនចាំខ្ញុំបង្ហាញអត់ទេបង្ហាញឲ្យឃើញមកអាហ្នឹងហើយដែលជាបញ្ហាមួយដែលគ្មានអីទៅបង្ហាញសោះយើងបានតែវោហាសាប់ហើយថាឲ្យខ្ញុំដឹកនាំស្អីដែលឲ្យប្រជាជនទុកចិត្តបានស្អីគេជាមូលដ្ឋានគ្រឹះដែលឲ្យប្រជាជនទុកចិត្តបានបើអ្នកគ្រាន់តែឃើញហើយអ្នកគ្រាន់តែនិយាយហ្នឹងអានឹងជាការយល់ឃើញបាទយើងអាចសាកល្បងជាប្រជាពលរដ្ឋយើងដាក់ចិត្តខ្លួនឯងទៅជាថ្នាក់ដឹកនាំហើយតើយើងដោះវិញ្ញាសាទាំងអស់នឹងបានអត់ឧទាហរណ៍ទៅបច្ចុប្បន្នគាត់កំពុងតែព្យាយាមចរចាដើម្បីស្វែងរកសន្តិភាពបែរជាមានមួយក្រុមទៀតកំពុងតែញុះញង់ថាទៅចរចាអីឃើញគេកាត់ដីហ៎ចរចាបានចុងក្រោយឃើញអស់ដីអត់ឥឡូវបើសិនជាវិញ្ញាសាទាំងអស់នឹងកំពុងតែធ្វើតើបងប្អូនប្រជាពលរដ្ឋបើសិនជាយើងជាថ្នាក់ដឹកនាំតែយើងដោះមិនបាទចុះបើសិនជាមានវិញ្ញាសាតានតឹងជាច្រើនទៀតឥឡូវនេះចាប់ផ្ដើមតិចទៀតនឹងបញ្ហាកសិផលចុះថោកតើយើងនឹងដោះមិនអានេះសិតតែជាវិញ្ញាសាមួយយើងសាកល្បងគិតថាបើយើងខ្លាចទៅជាថ្នាក់ដឹកនាំតើយើងនឹងដោះបែបម៉េចខ្ញុំធ្លាប់ការពីនៅយុវជនទឹមឈីមរាវកាលនោះរៀងគេអេងកាងដែរគិតថាឲ្យតែគេផ្ដល់ឱកាសអត់ខ្លាចក្នុងការធ្វើឯងសមត្ថភាពខ្ញុំប៉ុណ្្នឹងដែរណាតែដល់ពេលជាក់ស្ដែងខ្ញុំមកធ្វើការនៅកាន់ We Get Fit នេះវាចូល3ឆ្នាំខាងហែទឹកហាត់ប្រាណយូហ្គានេះបានខ្ញុំដឹងថាត្រឹមតែ4សាខា5សាខានេះខ្ញុំឈឺក្បាលចង្អប់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំតានតឹងមែនតើគាត់ណាព្រលឹមឡើងមានតែបុគ្គលិកបញ្ហាអតិថិជន complain មានគ្រូមានបញ្ហាមានអីខ្ញុំដោះមួយថ្ងៃឡើងចង់វល់ក្បងឯងចុះតម្រុំតែបញ្ហាប្រទេសជាតិដែលត្រូវការផែនការជាយុទ្ធសាស្ត្រច្បាស់លាស់មានទិសដៅតើវាត្រូវការពេលវេលានិងការលំបាកប៉ុណ្ណាអញ្ចឹងបានអានេះជាការ reflect អំពីជីវិតរបស់ពួកខ្ញុំទេបងប្អូនអាចពិចារណាខ្លួនឯងបាននេះគឺជាការផ្ដល់ជ្រុងទិន្នន័យមួយចំណែកសម្រាប់ពុកម៉ែបងប្អូនពិចារណាទៅលើទស្សនៈនៃការដឹកនាំឬក៏កាតព្វកិច្ចរបស់ពួកយើងឬក៏សម្លេងរបស់ពួកយើងនៅក្នុងការអភិវឌ្ឍប្រទេសជាតិចង់បកទៅលោកគ្រូមានអីចូលរួមជាមួយនឹងចំណែកដែលភ័ណ្ឌគាត់បានលើកឡើងហើយជាពិសេសបងប្អូនប្រជាពលរដ្ឋដែលគាត់តែងតែលើកថាបើធ្វើមិនកើតដដែលបើខ្លួនឯងมันកើតដដែលបើសិនជាមានបញ្ហាដដែលចុះទៅមានអ្នកផ្សេងគេដឹកនាំតាមមនុស្សបកែចង្អប់នៅតែចាំផ្ដល់ឱកាសឲ្យពួកគាត់តើបាទកន្លែងនេះខ្ញុំមានអីចូលរួមតិចដែរតាក់ទងជាមួយរឿងហ្នឹងខ្ញុំសូមបញ្ជាក់តិចដូចផលគាត់បាននិយាយមិញតាក់ទងជាមួយនឹងរឿងថាអ្នកខ្លះគាត់បានដែរនិយាយណាយកអត់ឃើញជាក់ស្ដែងថាគាត់ធ្លាប់បានធ្វើសមិទ្ធផលអីជួនកាលរឿងគ្រួសារជាមួយរឿងតែក្រុមហ៊ុនបន្តិចបន្តួចមានគ្នាប្រហែលអ្នកហ្នឹងគឺយើងអាចដោះស្រាយបានហងយើងហាឡើងអូខេចុះមកឲ្យខ្លួនឯងឡើងម្ដងឬមួយចុះមកឲ្យអ្នកដទៃឡើងម្ដងខ្ញុំបកទៅរឿងការងារហ្នឹងប្រទេសយើងគឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមិនអញ្ចឹងឥឡូវបើសិនជាឲ្យគាត់ដឹកនាំប្រហែលយើង5ឆ្នាំហ្នឹងមិនអញ្ចឹងអាណត្តិហ្នឹងបើសិនជាយើងអត់ពេញចិត្តទេអាណត្តិក្រោយយើងបោះដូរទៅមិនអញ្ចឹងយើងបោះតាមហ្នឹងទៅតាមសន្តិវិធីអានេះខ្ញុំនិយាយអក្រក់ស្ដាប់តែខ្ញុំបកទៅវិញបញ្ហាប្រទេសយើងគឺខ្ញុំនិយាយអញ្ចឹងបញ្ហាធំវាជាកេរដំណែលនៃសង្គ្រាមរាប់ទសវត្សរ៍ដែលយើងត្រូវដោះស្រាយមកកប់ជួនជាមួយនឹងសង្គ្រាមជាមួយនឹងសៀមជាមួយនឹងថៃហើយសម្ដេចធិបតីឡើងមកយើងដូចជាមួយឆ្នាំជាងបន្តិចហ្នឹងណាមួយឆ្នាំជាងបន្តិចគាត់ជាយាមដោះស្រាយប្រឈមជាមួយនឹងវិញ្ញាសាជាច្រើន
ប្រឈមជាមួយនឹងវិញ្ញាសាជាច្រើនហើយវាគប់ជួនជាមួយនឹងប្រជាពលរដ្ឋយើងមួយចំនួនខ្ញុំប្រើពាក្យអាក្រក់ស្ដាប់អត់យល់ការមានន័យថាយើងមិនមែនចង់ដោះទៅតាមអ្វីដែលយើងចង់បានចង់ឃើញឲ្យកើតមានទេក៏ប៉ុន្តែយើងត្រូវដោះវាទៅតាមស្ថានភាពជាក់ស្ដែងគេហៅជាក់ស្ដែងនិយមមិនមែន ideal មិនមែនភាពឥតខ្ចោះនិយមទេភាពប្រកបនិយមដោយរបៀបណាយើងដោះតាមរបៀបហ្នឹងដូចខ្ញុំនិយាយរឿងថ្ងៃមុនប្រធានបទមួយតាក់ទងជាមួយនឹងមានប្រតិកម្មអវិជ្ជមានជាច្រើនខ្ញុំប្រើពាក្យថាសម្ដេចធិបតីគាត់នៅទៅសពោតពលានយន្តហោះថ្មីណាគាត់ក៏បានមានប្រសាសន៍ដែរគាត់ថារឿងបាត់ទីតាំងណារឿងស្លាប់ទាហានណាកុំតាន់សួរព្រោះយើងនៅក្នុងស្ថានភាពសង្គ្រាមប្រឈមមុខដាក់គ្នានៅឡើយទេរឿងហ្នឹងគឺគង់តែបានដឹងទេតែឲ្យវាជាប់សពគ្រប់សិនហើយអាហ្នឹងក្នុង topic យើងក៏យើងបាននិយាយដែរតាក់ទងជាមួយនឹងថ្ងៃហ្នឹងខ្ញុំបាននិយាយដែរខ្ញុំនិយាយថាការដែលយើងដឹងថាកន្លែងនឹងបាត់ឬមួយកន្លែងនឹងបានវាពិតជាសំខាន់ប្រជាពលរដ្ឋម្នាក់ៗមានចំណែកក្នុងការដឹងតែដឹងក៏ប៉ុន្តែប្រសិនបើអាតម្រេកនៃការចង់ដឹងរបស់យើងនឹងវាទៅជារំខានទៅដល់ដំណោះស្រាយវិញតើយើងចាំបាច់អីទៅដឹងបើអាចដឹងបានច្បាស់ណាស់យើងត្រូវតែដឹងក៏ប៉ុន្តែបើសិនជាការដឹងរបស់យើងយកទៅជីកមិនបានរដ្ឋាភិបាលមិនមកបញ្យល់មិនបញ្យល់កន្លែងនេះបាត់កន្លែងនេះឮថាថៃបានបាត់ហើយទី1គឺដោយសារតែខាងគេនោះព្យាយាមប្របែកប្របាក់យើងបាទខ្ញុំកន្លែងហ្នឹងចង់បញ្យល់បន្តិចទៀតដែរមានន័យថាឧបមាថាគេដដើមបានហើយចុះគេបានដីហើយគេប្របែកប្របាក់យើងបានទៀតយើងចាញ់2ដងបើគ្រាន់តែបាត់តំបន់អស់ហ្នឹងអាហ្នឹងយើងចាញ់តែមួយទេតែទោះជាចាញ់តែមួយហ្នឹងក៏ដោយក៏មិនមែនគេបានដីហ្នឹងហើយវាជាប់ត្រឹមបានដីហ្នឹងដែរទីបំផុតទៅយើងត្រូវតែទៅតទល់គ្នាផ្នែកច្បាប់អន្តរជាតិទទួលស្គាល់ដដែលនេះខ្ញុំឧទាហរណ៍ណាតែដោយសារតែប្រជាជនយើងអត់យល់ការឧបមាថាគេដដើមបានតំបន់ហ្នឹងហើយស្រាប់តែគេប្របែកប្របាក់យើងឲ្យបានទៀតគេបានហើយគេព្យាយាមបញ្ញយប្រជាជនយ៉ាងថាបានហើយរដ្ឋាភិបាលវាកុហកវាយើងនេះនាំគ្នាឆ្លោះគ្នាជាមួយរដ្ឋាភិបាលទៀតសត្រូវមកពីក្រៅមិនខ្វល់ថាយើងមានការបែបណាទេស្អីដែលយើងត្រូវការបំផុតគឺឯកភាពជាតិជាកម្លាំងតែមួយដើម្បីទប់ទល់ជាមួយនឹងសត្រូវខាងក្រៅពេលទប់ទល់ជាមួយសត្រូវជាប់ហើយយើងចាំមកឆ្លោះគ្នាទៀតឆ្លោះគ្នាយើងទៀតគំនិតមិនត្រូវគ្នាយើងមកទៅជ័យគ្នាទៀតក៏ប៉ុន្តែឥឡូវនេះមានន័យថាបានឬមិនបានបាត់ឬមិនបាត់តំបន់ណាវាទៅជាធ្វើឲ្យខ្មែរយើងបែកបាក់ហើយខ្មែរយើងបែកបាក់ដូចខ្ញុំនិយាយចឹងបើគេបានមែនហើយប្របែកប្របាក់យើងទៀតយើងចាញ់ពីត្រួតតែបើគេបានមែនគេបានមែនក៏ប៉ុន្តែយើងអត់បែកបាក់ទេអាដីហ្នឹងយើងបានមកវិញយើងនឹងតវ៉ាតាមការទូតតាមផ្លូវច្បាប់ឲ្យបានមកវិញអញ្ចឹងក្នុងដំណាក់កាលនេះស្អីដែលយើងធ្វើបានសង្គ្រាម4សមរភូមិដែលយើងត្រូវឈ្នះហ្នឹងមកដល់បច្ចុប្បន្នយើងឈ្នះ3សមរភូមិរួចហើយទី1សមរភូមិទី1សមរភូមិការទូតយើងឈ្នះរួចហើយសមរភូមិការទូតទាំងដូចជាខែមុនយើងនិយាយគ្នាម្ដងតាក់ទងជាមួយនឹងអង្គការសហប្រជាជាតិ UN ក៏យើងឈ្នះនៅ UN យើងឈ្នះម្ដងម្សិលមិញនេះតាក់ទងនៅ IPU យើងឈ្នះម្ដងទៀតតាក់ទងជាមួយការទូតហើយបន្តមិញនៅថៃណាប្រជុំនៅ JBC អូខេ JBC ក៏យើងជោគជ័យមួយទៀតមែនទេថាទៅលើការទូតយើងឈ្នះហើយមិនអញ្ចឹងទេតាក់ទងជាមួយនឹងក្រមសីលធម៌សមរភូមិនៃក្រមសីលធម៌នៃមនុស្សជាតិក៏យើងបានឈ្នះគេរួចស្រេចបាត់ហើយមិនអញ្ចឹងរួចឈ្នះបាក់ស្រេចរួចហើយសមរភូមិការទូតអាហ្នឹងគឺស្អីដែលយើងត្រូវតែប្រយុទ្ធប្រឆាំងហើយក៏យើងឃើញសមិទ្ធផលរួចហើយទៅលើក្រមសីលធម៌យើងទទួលបានរួចហើយមួយទៀតតាក់ទងជាមួយនឹងអីទៅផ្លូវច្បាប់ស្វ័យត្បិតតែយើងមិនទាន់ឃើញទៅម្នាក់ចេះនាំគ្នាស្រ័យថាមិនប្តឹងទៅយើងប្តឹងក៏ប៉ុន្តែយើងត្រូវការភ័ស្តុតាងការប្តឹងវាត្រូវការនីតិវិធីរបស់វាដំណើរការរបស់វាហើយចំពោះជនជាតិយើងមានទំនុកចិត្ត 100% ទោះជាមិនទាន់ប្តឹងក៏ដោយតែយើងដឹងថាយើងនឹងឈ្នះអញ្ចឹងសមរភូមិការទូតសិលធម៌ហើយនឹងជាមួយនឹងច្បាប់គឺយើងដឹងតែឈ្នះ 100% វានៅតែសមរភូមិមួយទៀតហ្នឹងគឺតាក់ទងនឹងបាញ់គ្នាហ្នឹងក៏ប៉ុន្តែបាញ់គ្នាដូចខ្ញុំធ្លាប់និយាយអញ្ចឹងយើងទៅបាញ់ជាមួយគេប្រជាជនគេក៏ច្រើនសេដ្ឋកិច្ចគេក៏ខ្លាំងយោធាគេក៏ច្រើននិយាយអញ្ចឹងមិនមែនប្របាក់ស្មារតីប្រជាជនយើងតែជាការពិតយើងត្រូវតែទទួលស្គាល់យើងអត់ទៅតទល់សមរភូមិ4ទៅតទល់ឥឡូវយើងឈ្នះ3ហើយមិនចឹងយើងទៅលេងស្អីយើងដឹងថាយើងមិនឈ្នះគេហ្នឹងអញ្ចឹងយើងគិតតែពីលេងសមរភូមិ3ហ្នឹងឲ្យឈ្នះអញ្ចឹងបងមកវិញតាក់ទងជាមួយនឹងប្រជាជនដែលអត់យល់ការដូចខ្ញុំនិយាយអញ្ចឹងនៅក្នុងគណៈពេលនេះស្អីដែលយើងត្រូវការប្រឈមជាមួយនឹងខ
ខាងសៀមគឺឯកភាពជាតិត្រូវដូចខ្ញុំនិយាយដដែលមិនខ្វល់ថាបងប្អូនមាននិន្នាការបែបណាស្អប់ថ្នាក់ដឹកនាំយើងដល់សាច់ដល់ឆ្អឹងបែបណាពេលនេះគឺយើងត្រូវការក្បាលម៉ាស៊ីនតែមួយគាត់ឲ្យដឹកនាំអត់មានក្បាលម៉ាស៊ីនច្រើនអត់មានតែដឹកនាំទៅពីទៅទេយើងត្រូវការតែក្បាលម៉ាស៊ីនមេតបធំតែមួយគាត់មិនខ្វល់ថាយើងចាត់ទុកថាគាត់ជាមេតបហើយគាត់ដឹកយើងទៅណាយើងទៅច្បាំងនៅហ្នឹងអានឹងទៅយើងអាចយកឈ្នះសមរភូមិនេះបានក៏ប៉ុន្តែច្បាស់ណាស់ថាយើងអាចបដិសេធសលេងពួកគាត់បានគាត់ថាគាត់ចង់ដឹងដែរអូខេដូចខ្ញុំនិយាយអញ្ចឹងបងប្អូនដឹងនៅក្នុងដែនដែលវាជាដំណោះស្រាយបើសិនជាបងប្អូនដឹងហើយមកជីកកកាយចេះតែមួយថ្ងៃចេះតែទៀមទាឲ្យជីកកកាយទៅតាមល្បិចបបែកបបាក់របស់បរទេសហ្នឹងអានឹងចុងក្រោយយើងចាញ់ឧបមាថាបើបាត់ដីហើយចាញ់ទៀតតែបើមិនបាត់ដីទេថ្ងៃក្រោយបានដីមកវិញក៏ដោយតែជាតិយើងវាត្រូវបែកបាក់ទៅហើយអាការបែកបាក់ហ្នឹងថ្ងៃក្រោយគង់តែបាត់ទេបើយើងមកបែកបាក់ទៅហើយហ្នឹងអញ្ចឹងក៏មកចាញ់គេឲ្យសោះអញ្ចឹងបកមកវិញមិនខ្វល់ថាអាមិញខ្ញុំហួសទៅរៀងធ្លេពីប្រធានបទតិចតែក៏មិនឆ្ងាយប្រហែលដែរតាកតងជាមួយនឹងប្រជាពលរដ្ឋរបស់យើងដែរគាត់ក្នុងដំណាក់កាលនេះហើយអ្នកខ្លះគាត់មិនបានជួយជោគដោយសភ័ណ្ឌនិយាយអញ្ចឹងណាមិនបានជួយជោគមិនបានជួយចែវហើយគាត់យកជើងរៀទឹកទៀតអញ្ចឹងដូចថ្ងៃមុនយើងប្រធានបទនិយាយជាមួយឡាយដែលយើងនិយាយក្នុងគណៈពេលនេះយើងជួយសង្គមបានធំបំផុតគឺគ្រាន់តែកុំធ្វើខ្លួនឯងឲ្យឈឺទៅបានហើយឈឺតាមរបៀបអីគឺតាមរបៀបដែលយើងទៅចាញ់ល្បិចក្នុងការបំបែកបំបាក់ញុះញង់របស់អ្នកដទៃតែយើងចាញ់ល្បិចក្នុងការបំបែកបំបាក់ញុះញង់របស់អ្នកដទៃហើយយើងគឺជាអ្នកជំងឺមួយហើយយើងអូសជើងគេមួយហើយក្នុងសង្គមហ្នឹងអញ្ចឹងគ្រាន់តែធ្វើខ្លួនកុំឲ្យឈឺទៅស្អីដែលយើងអាចធ្វើបានជាពលរដ្ឋហ្នឹងអ្នកដែលមានការងារនៅក្នុងក្រុមហ៊ុនបំពេញការងារក្រុមហ៊ុនឲ្យស្រួលទៅមិនអញ្ចឹងទេអ្នកដែលជាប្រជាកសិករផលិតផលកសិកម្មទោះមានបញ្ហាតិចតួចជួយគ្នារេជួយគ្នាទ្រាំបន្តិចទៀតទៅមិនអញ្ចឹងទេដោះស្រាយជាមួយថៃហើយយើងនឹងបន្តដោះស្រាយបញ្ហាមកដល់ដំណាក់កាលនេះខ្ញុំជឿថាបងប្អូនខ្លះខ្ញុំឃើញខមមិនគាត់ចេញយោបល់គាត់ថាទុកចិត្ត40ឆ្នាំហើយអត់ឃើញដោះស្រាយដល់ណាទៀតអូខេប្រហែលជាអញ្ចឹងមែនតែខ្ញុំជឿថាបើស្អិនជាពិតថា40ឆ្នាំហើយអត់កើតការមែនណាខ្ញុំជឿថាឆ្លងកាត់សង្គ្រាមបញ្ហាជាមួយបរទេសនេះទៅរដ្ឋាភិបាលថ្នាក់ដឹកនាំកំពូលយើងក៏ភ្ញាក់ខ្លួនដែរភ្ញាក់ខ្លួនដែរថាអញអត់អាចបដោយខ្លួនដូចលើកមុនបានទៀតបើលើកមុនគាត់ខុសណាគាត់ភ្ញាក់ខ្លួនប្រើថាអញអាចបដោយខ្លួនបានទៀតទេប្រជាជនចេញយោបល់ឡើងត្រូវទទួលយោបល់ប្រជាជនណាព្រោះថាតែចង់ឲ្យប្រទេសអញខ្លាំងវាតតែប្រជាជនអញខ្លាំងហើយប្រជាជនអញខ្លាំងមិនកើតបើគាត់តវ៉ាអញអត់ស្ដាប់គាត់លើកពីបញ្ហាអញអត់ស្ដាប់អញ្ចឹងឆ្លងកាត់បញ្ហានេះទៅមិនមែនតែយើងទេប្រជាជនភ្ញាក់ខ្លួនទេសូម្បីតែរដ្ឋាភិបាលខ្លួនគាត់ហ្នឹងក៏ភ្ញាក់ខ្លួនដែរហើយដូចខ្ញុំនិយាយអញ្ចឹងអាណត្តិរបស់គាត់មានមិនមែនយើងចេះចង់ថាឲ្យគាត់ចោះទៅសមិទ្ធផលគាត់មានគាត់ធ្វើបានមកកំភ្លុះដែរមិនអញ្ចឹងកន្លែងធ្វើមិនបានពិតជាធ្វើមិនបានតែយើងទុកពេលឲ្យគាត់យ៉ាងហោចណាអាណត្តិរបស់គាត់មួយឆ្នាំជាងហើយគាត់សល់3-4 ឆ្នាំបន្តទៅមុខទៀតមិនអញ្ចឹងបើចំពោះបងប្អូនទី1សំណូមពររបស់ខ្ញុំទុកពេលឲ្យគាត់ដោះស្រាយបញ្ហាទៅតាមដំណើររបស់គាត់មិនអញ្ចឹងហ្នឹងទី1បើបងប្អូនមិនពេញចិត្តសោះថាអត់ចង់ទេអូខេទ្រាំបន្តិចទៀតចាំអាណត្តិក្រោយដែលយើងត្រូវបោះឆ្នោតតម្លាក់គាត់ចោលទៅអញ្ចឹងខ្ញុំចូលរួមប៉ុណ្ណឹងបាទប្រទេសធំគេមានសពាវុធទំនើបគេមានកងទ័ពច្រើនគេមានយុទ្ធគេមានថ្ងៃនេះមិនចេះមួយទៀតប្រទេសធំគេមានសពាវុធទំនើបគេមានកងទ័ពច្រើននៅក្នុងការធ្វើសង្គ្រាមដល់ពេលប្រទេសតូចគេមានយុទ្ធសាស្ត្រគេមានវិធីសាស្ត្រនៅក្នុងការទប់ទល់ហើយនឹងវាយបកទៅវិញដែរហើយគណៈពេលដែលកម្ពុជាយើងបច្ចុប្បន្នយើងឈ្នះដល់សង្គ្រាមការទូតក៏យើងឈ្នះសង្គ្រាមព័ត៌មានមួយចំនួនយើងចាញ់គេតិចតួចមែនក៏ប៉ុន្តែយើងនៅតែអាចទៅមុខមួយគេបានពាក់ព័ន្ធជាមួយនឹងសង្គ្រាមក្រមសីលធម៌វិញគឺយើងឈ្នះគេដាច់មកយើងសម័យមើលគេដែលប្រជុំថ្ងៃមុនយើងចេញលទ្ធផលមកបានហើយក៏ប៉ុន្តែខាងភាគីថៃថ្នាក់ដឹកនាំរបស់ថៃអ្នកនយោបាយថាមិនបាច់ទៅប្រជុំទេបើសិនជាអ្វីដែលគាត់ចង់បាននេះគឺអត់បានទេមិនបាច់ប្រជុំទេប្រជុំមុំតែប្រហិនលុយពន្ធរបស់ប្រជាពលរដ្ឋអីចឹងជាដើមអីសម្ដីចឹងជាថ្នាក់ដឹកនាំចំណុចទី1គឺអសិលធម៌មកចំណុចទី2គាត់បានចាត់ទុកអន្តរជាតិគាត់បានចាត់ទុកអ្នកសម្របសម្រួលទាំងអស់ហ្នឹងថាជាផេះពួកគ្មានទេបើសិនជាអត់ធ្វើចំណុចហ្នឹងឲ្យខ្ញុំទេមិនបាច់ចាំទៅជជែកគ្នាមិនបាច់ចាំហៅខ្ញុំមកចរចាទេគឺជាភាសាបែបហ្នឹងហ្មងអញ្ចឹងមានន័យថាយើងគ្រាន់តែមើលប៉ុណ្្នឹងយើងអាចដឹងថាតើខ្មែរយើងមានយុទ្ធសាស្ត្រជាច្រើននៅក្នុងការឈ្នះសង្គ្រាមហ្នឹងក៏ប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងកម្លាំងបាយយើងពិបាកក្នុងការស្មានណាយើងថាពេលខ្លះយើងអាចប្រៀបធៀបបានថាកងទ័ពយើងតិចជាងគេប្រជាជនយើងតិចជាងគេតែសង្គ្រាម5ថ្ងៃយើងមើលលទ្ធផលមិនដែរបើយើងចាញ់គេមែនតើសង្គ្រាម5ថ្ងៃមកទល់ពេលនេះគេវាយយកប្រទីមានជ័យបាត់ហើយមិនវាយតែភ្នំត្បោតមិនវាយតែព្រះវិហារឬក៏គេវាយយកអស់មែនតើ
តែដោយសារតែយើងខ្លាំងយើងមានយុទ្ធសាស្ត្រនៅក្នុងការទប់ទល់បានយើងអាចនៅរក្សាបានប៉ុណ្ណឹងអញ្ចឹងបច្ចុប្បន្ននេះគឺសង្គ្រាមការទូតសង្គ្រាមច្បាប់របស់ពួកយើងគឺយើងឈ្នះហើយអញ្ចឹងបានមកទល់ពេលនេះឥឡូវបញ្ហាមួយទៀតរបស់ប្រជាពលរដ្ឋគឺមានន័យថាគាត់បង្កើតការសង្ស័យហើយនឹងសួរមិនចេះចប់មិនចេះហើយសំណួររបស់គាត់ប្រជុំទៅចុះបើសិនដីបាត់ឥឡូវធ្វើម៉េចប្រជុំទៅអីបើដីបាត់ហើយហ្នឹងភូមិគេឈូសឆាយហ្នឹងទៅប្រជុំបានន័យអីទៀតកាន់តែប្រជុំមិនទាន់ឃើញលទ្ធផលហ្នឹងដាក់ច្បាប់ទៅចុះផ្ទះចាប់5ឈូសឆាយម្សិលមិញអញ្ចឹងអាកង្វល់របស់គាត់មន្ទិលសង្ស័យរបស់គាត់ដាក់ទៅសំណួរដែលគ្មានបញ្ចប់អញ្ចឹងបងប្អូនជឿខ្ញុំទៅថៃនឹងមានសេណារីយ៉ូច្រើនទៀតនៅក្នុងការរំខាននៅក្នុងការរំអុកមកដល់ពួកយើងជឿខ្ញុំទៅបន្តិចទៀតនឹងចេញ1 2 3 4 5ឥឡូវគេទៅចេញឈូសឆាយគេទៅចេញយុទ្ធសាស្ត្រមកដោះមីនយុទ្ធសាស្ត្រដាក់បំពងសម្លេងគេចេញយើងឃើញតិចទៀតនឹងចេញច្រើនជាងនឹងទៀតហេតុអីបានគេចេញអាហ្នឹងយើងមើលឲ្យធ្លុះនេះយើងកុំមើលតែគេចេញយើងសួរតែហេតុអីបានគេចេញអាហ្នឹងដោយសារតែគេមិនឈ្នះយើងទៅលើអាសង្គ្រាមការទូតសង្គ្រាមផ្លូវច្បាប់ស្របច្បាប់បានគេប្រើវិធីរំខានបែបហ្នឹងអញ្ចឹងយើងមើលឲ្យធ្លុះទៅទោះបីជាគេធ្វើ3 4 5ក៏បងប្អូនចាប់ផ្ដើមចិត្តបងប្អូននឹងស្រាលលែងមានកង្វល់ច្រើនលែងតានតឹងលែងអីហើយយល់ថាអូរដ្ឋាភិបាលឆ្លាតរដ្ឋាភិបាលកម្ពុជាដើរត្រូវផ្លូវទុកចិត្តគាត់ទៅអញ្ចឹងពេលហ្នឹងយើងនឹងស្រាផ្លូវចិត្តរបស់យើងហើយយើងចាំមើលទៅទៀតយើងចាំមើលទៅបងប្អូនអាចនឹងមើលដូចខ្ញុំដែរព្រោះខ្ញុំមិនទុកចិត្តគាត់ 100% ស្មោះត្រង់ទៅបើចុងក្រោយលទ្ធផលចុងក្រោយយើងបាត់ដីមែនអានោះគឺជាកំហុសប្រវត្តិសាស្ត្រដែលនឹងចងចាំពួកគាត់ហើយចាំមើលទាំងអស់គ្នាទៅតែបើសិនជាពួកគាត់ធ្វើទៅគាត់ពិតជាទទួលបានដីនឹងទៅតាមស្របច្បាប់របស់យើងតាមផែនទីតាមផ្លូវច្បាប់របស់ពួកយើងទទួលបានមែននេះហើយដែលបងប្អូនគួរតែទុកចិត្តរដ្ឋាភិបាលថាពួកគាត់ពិតជាធ្វើបានមែនយើងចាំមើលទាំងអស់គ្នាទៅចុះបើសិនជាមិនទាន់ចេញលទ្ធផលផងសង្គ្រាមមិនទាន់ចប់បញ្ញាព្រឹកសាកសពបាទក្តារអុកចុងក្រោយมันប្រកាសតែចុងក្រោយនៅសល់កូនតិចជាងมันសម្លាប់ស្ដេចគេបានទេអានេះយើងអាចមើលអំពីយុទ្ធសាស្ត្រតាក់ទិចទាំងអស់នឹងបានកុំប្រើអាភាពមមីរបស់ពួកយើងភាពមន្ទិលសង្ស័យរហូតដល់ដាក់សម្ពាធរហូតដល់កកកកាយនាំតែជាបញ្ហាទេនេះជាការសំណូមពររបស់ពួកខ្ញុំទេចង់ស្ដាប់ទៅសំផនមកសំណួរទៀតដោយសារតែយើងជជែកអំពីប្រជាពលរដ្ឋជាទូទៅចោះចំណៃយុវជនវិញយើងគិតថាពួកគាត់ជាឆ្អឹងខ្នងនៃប្រទេសជាតិហើយតែគាត់អាចជាឆ្អឹងទៅតឹងកនៃប្រទេសជាតិបានអត់ដោយសកម្មភាពបែបមិនខ្លះទេអរគុណបងនិយាយទៅដល់យុវជនចេះតែចង់សើចពួកខ្ញុំប្រកាន់គោលចំហខ្លួនឯងតាំងពីដើមថាចង់ធ្វើជាគំរូឲ្យយុវជនខ្ញុំតែងតែប្រើភាសាមួយថាគ្រប់បែបយ៉ាងសុទ្ធតែអាចទៅរួចបើសិនបើយើងលុបពាក្យមិនអាចចេញពីវចនានុក្រមជីវិតរបស់យើងហើយយុវជនទាំងអស់មិនថានៅក្នុងបរិបទមួយណាក៏ដោយសុទ្ធតែមានតម្លៃជួយដល់ជាតិសុទ្ធតែអាចចូលរួមជាមួយនឹងកសាងជាតិយុវជនដែលគាត់ពុំបានទទួលបានការអប់រំនៅក្នុងសាកលវិទ្យាល័យខ្ញុំនិយាយភាសាមួយថាអ្នករៀនសូត្រគាត់មានកម្លាំងគាត់ការចូលរួមប៉ុនគាត់ជាកម្លាំងជាសម្លេងជារូបភាពប៉ុន្តែនៅពេលដែលយុវជនគាត់ខ្លាចជាឆ្អឹងទៅតឹងកឬក៏ខ្លាចជាបន្លាដែលរៀនដល់រដ្ឋាភិបាលណានៅពេលដែលយុវជននោះគាត់តែងតែបន្ទប់បង្អាប់យកតែចំណុចណាដែលមិនល្អរបស់ប្រទេសជាតិខ្លួនឯងបំពងសម្លេងហើយបើគេជួយនិយាយអាក្រក់ពីប្រទេសខ្លួនឯងហើយគាត់ជួយប្រាប់គេថាប្រទេសខ្ញុំអាក្រក់អញ្ចឹងមែនគាត់អត់បានមើលថាប្រទេសគាត់ហ្នឹងមានស្អីខ្លះដែលវាល្អលើសពីអាក្រក់ហ្នឹងយើងតែងតែមើលឃើញចំណុចអវិជ្ជមានមុនអញ្ចឹងក្នុងនាមខ្ញុំជាយុវជនអំពាវនាវយុវជនឲ្យគប្បីយល់ពីខ្លួនឯងតម្លៃមនុស្សមិនដូចគ្នាទេមាត្រដ្ឋានមនុស្សក៏មិនស្មើគ្នាដែរហើយចំណេះជំនាញអ្នកប្រើកម្លាំងអ្នកប្រើបញ្ញាខ្ញុំតែងតែនិយាយថាអ្នកសិក្សាក៏កម្មករគេដែរគ្រាន់តែកម្មករបញ្ញាអ្នកធ្វើការដែលប្រើកម្លាំងគាត់ក៏កម្មករដែរតែគាត់កម្មករដែលប្រើកម្លាំងចុងបញ្ចប់របស់យុវជនគឺសេដ្ឋកិច្ចជួយដល់គ្រួសារសេដ្ឋកិច្ចគ្រួសារគាត់ល្អប្រសើរជួយដល់សហគមន៍គាត់ល្អប្រសើរគ្រួសារមួយល្អប្រសើរសហគមន៍មួយល្អប្រសើរប្រទេសជាតិគាត់ហ្នឹងហើយល្អប្រសើរអញ្ចឹងយុវជនមិនគប្បីធ្វើជាសសរទ្រូងដែលស្អុយសសរទ្រូងដែលវាពុករលួយឬក៏វាផុយស្រួយដែលគេថាជាសសរទ្រូងដែលខ្លឹមបើស្ទាវជួយតាមស្ទាវបើអ្នកសិក្សាជួយតាមអ្នកសិក្សាបើអ្នកវក់នឹងស្នេហាជួយតាមអ្នកវក់ស្នេហាឲ្យស្នេហាជាតិផងអានេះជាសារពីខ្ញុំទៅបាទតេតងជាមួយនឹងយុវជនណាចំពោះខ្ញុំសារមិនមែនសំដៅដល់យុវជនយុវនារីទេខ្ញុំសំដៅទៅលើពលរដ្ឋដែលមានឈាមជ័រជាខ្មែរទាំងអស់ណាដូចខ្ញុំនិយាយអញ្ចឹងកាលៈទេសៈនេះគឺយើងត្រូវការបំផុតពលរដ្ឋយល់ការ
ពលរដ្ឋដែលយល់ការមិនមែនគ្រាន់តែយើងមានទំហំខ្ញុំជឿថាពលរដ្ឋភាគច្រើនគាត់ហូរហៀជាមួយនឹងទឹកចិត្តស្នេហាជាតិយើងអត់បដិសេធទេគាត់ព្យាយាមចង់ដឹងចង់លឺវាគឺជារឿងដែលគួរឲ្យរំភើបបំផុតដែលប្រជាជនយើងគាត់ឲ្យចង់ដឹងរឿងជាតិមិនអញ្ចឹងបតនាបានតាណារឿងហ្នឹងគឺជារឿងដែលវាគួរឲ្យរំភើបមិនអញ្ចឹងហើយអ្នកខ្លះទៀតដូចយើងធ្លាប់និយាយមុនថាអ្នកខ្លះថាឲ្យតែហ៊ានបាញ់គ្នាដឹងតែស្ពេកកំភ្លើងចូលសមរភូមិវាមកអស់ចាមែនទេខ្ញុំមកដល់បបិនអាយុ40ជាងហើយខ្ញុំទៅតែឃើញខ្មែរយើងនៅក្នុងចំនួននេះណាយើងមានការប៉ះទង្គិចជាមួយថៃប្រហែល2008 2011ណាប៉ះដែរមិនចឹងក៏ប៉ុន្តែខ្ញុំកម្រនឹងឃើញអាទឹកចិត្តបែបហ្នឹងទឹកចិត្តបែបហ្នឹងគឺជាទឹកចិត្តដ៏គួរឲ្យស្ញប់ស្ញែងបំផុតហើយក៏គួរជាទីមោទនៈបំផុតក៏ប៉ុន្តែទឹកចិត្តតែមួយមុខมันអាចជួយប្រទេសរបស់យើងឲ្យរួចចេញពីបញ្ហាផងហើយមកអភិវឌ្ឍផងបានទេមិនចឹងហើយដូចខ្ញុំនិយាយប្រើភាសាមុននេះអញ្ចឹងមានន័យថាគ្រាន់តែយើងមិនធ្វើជាអ្នកជំងឺយើងបានជួយប្រទេសរបស់យើងបាត់ទៅហើយបើសិនជាយើងជាបុគ្គលិករបស់គេបំពេញការងារជាបុគ្គលិករបស់យើងឲ្យតែល្អទៅកុំឲ្យតែខ្ជិលនៅកន្លែងការងារលួចខ្ជិលកន្លែងការងារទៅបើសិនជាយើងសិស្សជាសិស្សនិស្សិតយើងគ្រាន់តែបំពេញតួនាទីជាសិស្សនិស្សិតរបស់យើងទៅការងារប្រទេសឆ្លៀតពេលដឹងបានដឹងសើមេគេថាអូឥឡូវថៃបាញ់បានតាណាហើយណោះណាបានដីតាណាដឹងទៅថាបើអត់ដឹងទេចាំមើលរដ្ឋាភិបាលចេញបែបណាមិនចឹងយើងតាមសង្កេតទៅតាមរហូតឋានៈរដ្ឋាភិបាលក៏ដោយគេភ័រកន្លែងគេភ័រយើងកន្លែងណាកន្លែងនេះបាត់ហើយតែគេភ័រយើងថានេះតាមសង្កេតតាមដានឲ្យគ្រប់អ្នកគ្រប់គ្នាកុំឲ្យដាក់ខ្លួនចូលទៅនិន្នាការនយោបាយមួយណាកុំគិតតែខ្លួនឯងអញគ្រប់គ្រងបកកាន់អំណាចគ្រប់គ្រង CPP ដឹងតែស្អីដែល CPP ធ្វើកាន់បកកាន់អំណាចធ្វើដឹងតែត្រូវមិនមានអញ្ចឹងទេតួនាទីរបស់យើងជាយុវជនទម្លាក់ចោលអស់និន្នាការនយោបាយលទ្ធិស្អីក៏ដោយប្រព័ន្ធជំនឿអីក៏ដោយទម្លាក់ចោលអស់ទៅជាយុវជនដែលអាចទៅអភិវឌ្ឍប្រទេសបានទី1គឺជាយុវជនដែលអាចនាំប្រទេសចេញពីបញ្ហាបច្ចុប្បន្នបានទាំងបញ្ហាចាស់ដែលមិនដោះស្រាយបញ្ហាជាមួយសៀមហើយនឹងផលវិបាកដែលបានពីការប៉ះទង្គិចជាមួយនឹងសៀមនាំចេញពីនឹងបានហើយដំណាក់កាលបន្តទៀតទៅយើងទៅដោះស្រាយបញ្ហាអភិវឌ្ឍប្រទេសយើងឲ្យខ្លាំងដូចខ្ញុំនិយាយបកទៅវិញតិចដែរជំនួសជាមួយថៃមិនខ្វល់ថាទីបំផុតបច្ចុប្បន្ននេះទីបំផុតទៅយើងបានដំណោះស្រាយបែបណាមានការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពឬមួយមានការទទួលស្គាល់ពីអង្គការណាទាំងអស់ហ្នឹងមិនមែនជាដំណោះស្រាយរយៈពេលវែងឆ្ងាយទេយើងមានដំណោះស្រាយសម្រាប់រយៈពេលខ្លីសម្រាប់រយៈពេលមធ្យមនិងសម្រាប់រយៈពេលវែងឆ្ងាយបំផុតសម្រាប់ជនជាតិយើងរយៈពេលខ្លីស្អីនៅឲ្យស្ងៀមឲ្យរដ្ឋាភិបាលគាត់ធ្វើអីដែលជាតួនាទីរបស់គាត់អាចពាក្យការបានពាក្យការអាចចូលរួមបំពេញកាតព្វកិច្ចអីបានខាងតាហ៊ានខាងអ្នកភៀសខ្លួននៅត្រូវការអីយើងអាចជួយអីបានដំណោះស្រាយរយៈពេលខ្លីដំណោះស្រាយរយៈពេលវែងយើងដោះស្រាយតាមរយៈការទូតដោះស្រាយតាមរយៈយកវាទៅតុលាការអន្តរជាតិឬមួយទៅអង្គការអន្តរជាតិនានាអានឹងដោះស្រាយតាមរយៈពេលមធ្យមតែដោះស្រាយរយៈពេលវែងគឺស្អីវាតតែប្រទេសយើងខ្លាំងមិនអញ្ចឹងតែយើងអត់ខ្លាំងអង្គការអន្តរជាតិណាក៏ជួយយើងអត់ជាប់ដែរឥឡូវខ្ញុំនិយាយថាឥឡូវយើងថ្ងៃ28នេះយើងមិនត្រូវចុះសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពមិនអញ្ចឹងឥឡូវកិច្ចព្រមព្រៀងហ្នឹងត្រាំនៅមិនយ៉ាងចុះទៅមិនយ៉ាងចុះត្រាំទៅបាត់ណាគេការពារទៀតការពារអាការចុះនឹងទៀតមិនយ៉ាងចុះដូចខ្ញុំនិយាយចឹងមិនខ្វល់ថាដំណោះស្រាយរយៈពេលខ្លីរយៈពេលមធ្យមទេទាំងអស់ហ្នឹងវាគ្រាន់តែជារឿងបណ្ដោះអាសន្នសម្រាប់យើងទេតែស្អីគេជាដំណោះស្រាយយូរអង្វែងសម្រាប់ជនជាតិយើងសម្រាប់ប្រទេសយើងហ្នឹងគឺជនជាតិយើងប្រទេសយើងត្រូវតែជាប្រទេសខ្លាំងតលតែប្រជាជននឹងជាប្រជាជនយល់ការប្រជាជនយល់ការមិនមែនជាប្រជាជនដែលចងខ្ជាប់ខ្លួនទៅជាមួយនិន្នាការនយោបាយមួយណាជាមួយនឹងលទ្ធិមួយណាជាមួយនឹងជំនឿមួយណាតែជាប្រជាជនដែលភ្លឺស្វាងមិនខ្ជាប់ជំពាក់ជាមួយនឹងស្អីទេពិចារណាហើយខុសថាខុសហើយត្រូវថាត្រូវអានឹងទៅប្រទេសយើងខ្លាំងហើយវាតតែយើងខ្លាំងទៅគ្មានប្រទេសណាមកបំពេញយើងបានបាទមុននឹងបញ្ចប់សុំមកសំណួរទៀតចង់ស្ដាប់ពីទស្សនៈសុផាន់មើលឃើញតើប្រទេសយើងពោពេញទៅដោយភាពអយុត្តិធម៌សង្គមអំពើពុករលួយបើក Facebook មកឃើញគេដាក់បន្លាលួសបើក Facebook មកឃើញគេឈូសឆាយបើកព័ត៌មានមកឃើញពីអក្រិតកម្មរូបភាពយើងវាអាក្រក់ខ្លាំងមែនទែនដែលបង្កើតទៅភាពអ៊ូអាប់មើលទៅវាស្មុគស្មាញអញខ្លាំងមែនទែនតើយល់ឃើញបែបមួយចំណុចហ្នឹងមនោគម
បើគេស្អប់ហើយគេតែងតែនិយាយរឿងអាក្រក់មុនរឿងល្អអញ្ចឹងបើយុទ្ធសាស្ត្រគេចង់បែកបាក់យើងឲ្យយើងឆ្លោះគ្នាហើយគេយករឿងអយុត្តិធម៌មកនិយាយតែរឿងហ្នឹងបើថារឿងហ្នឹងអយុត្តិធម៌តែមួយទេគេថែម9ទៀតមកឲ្យបានគ្រប់10អញ្ចឹងហើយបើយើងឃើញថាហេតុអីបានខ្ញុំនៅតែអំពាវនាវប្រជាពលរដ្ឋខ្ញុំថាមិនមែនអត់ទេនៅក្នុងសង្គមយើងនោះបញ្ហាពុករលួយបញ្ហាអយុត្តិធម៌សង្គមវាមានមិនអាចអត់បានសោះទេសង្គមណាក៏មានដែរគ្រាន់តែមានកម្រិតតិចហើយនឹងកម្រិតខ្ពស់ហើយអាកម្រិតទាបឬក៏កម្រិតតិចនឹងទៀតគេចេះធ្វើវាឲ្យអត់តែម្ដងឬក៏គេធ្វើវាឲ្យកាន់តែកើនតែម្ដងខ្ញុំមើលឃើញពីនិន្នាការឥឡូវនេះពីបញ្ហាពីកង្វល់ពីការជួបប្រទះហ្នឹងវាពិតជាមានតែដើម្បីឲ្យយើងទប់អាហ្នឹងបានចូលរួមចេញពីពួកយើងទៅតោះតែយើងមិនពុករលួយដែរអ្នកខ្លះស្អប់ណាស់អំពើពុករលួយប៉ិនកូនឲ្យតែចង់ចូលមន្ត្រីរាជការចេះស៊ើបសួរម៉ានជាប់ហើយចេញពីអាណាព្យាបាលរឿងទី1អញ្ចឹងមិនខ្ញុំមានមោទនភាពណានៅក្មេងដែលចេញអភិក្រមមួយចេះជាប់ដោយមោទនធ្លាក់ដែលអស់ចិត្តនេះអាហ្នឹងចំពោះបញ្ហាហ្នឹងបញ្ហាអយុត្តិធម៌សង្គមអូកន្លែងហ្នឹងគេធ្វើបាបធ្វើទុកបុកម្នេញប៉ិនកន្លែងហ្នឹងតែទន្ទ្រានគេបានតែទន្ទ្រានដែរតែគេចង់គេឲ្យទៅដែរអញ្ចឹងវាកើតចេញពីឆន្ទៈប្រជាជនយើងហ្នឹងយើងទាំងអស់គ្នាកើតចេញពីរង្វង់តូចពីយើងទៅគេថាបាទតូចនឹងវាខំមកលើវាមិនព្រមបិទបញ្ចប់ផងវាកើតចេញពីយើងរួមគ្នាពីតូចហ្នឹងខ្ញុំថាតូចប្រមូលផ្ដុំអាធំបាសជើងណាសម័យនេះលែអត់បានទេសម័យចុះមិនខ្ញុំមានមោទនភាពណាស់នៅពេលដែលសម្ដេចតេជោគាត់ចាប់ផ្ដើមបើកវេទិកាបណ្ដាញទំនាក់ទំនងសង្គម Facebook ឲ្យប្រជាពលរដ្ឋអាចផ្ញើសារផ្ញើប្រអប់សារទៅលោកទៅពាក់ព័ន្ធជាមួយបញ្ហាសង្គមកន្លែងហ្នឹងក៏ជាចំណែកនៃការដោះស្រាយបញ្ហាបានមួយចំណែកធំដែររឿងបញ្ហាអយុត្តិធម៌សង្គមហើយអញ្ចឹងបើមកដល់ពេលនេះមកនេះទៀតវិធីសាស្ត្រ fake news ឬក៏ព័ត៌មានคล้ายៗឬក៏ព័ត៌មានច្នៃប្រឌិតព័ត៌មាននឹងទូចេះប៉ុន្តែគេលាបពណ៌ឲ្យរៀងធំទៅឲ្យវាឃើញអយុត្តិធម៌ណាហើយប្រជាជនយើងអាណាដែលវារសើបលឿនដែរព័ត៌មានណាដែលវាចេះដឹងរឿងគេហ្នឹងរត់តែលឿនទៀតយើងមើលឲ្យសង្គមបច្ចុប្បន្ននេះសង្គមអនឡាញសង្គមមួយចំនួនថារឿងហែកហួរគ្នារឿងជេរគ្នាហ្នឹងគិតច្រើនជាងរឿងប្រទេសជាតិទៀតប៉ុន្តែមិនមែនអាក្រក់ទេខ្ញុំគ្រាន់តែទាញចំណាប់អារម្មណ៍ថាបើយើងអាហ្នឹងយើងធ្វើកើតដែរបើគេធ្វើអានឹងកើតជុំមិនក៏មិនយើងមកពួតដៃគ្នាធ្វើអារឿងអប់រំនោះឲ្យវាកើតខ្លាំងដូចអារឿងហ្នឹងដែរទៅហើយបញ្ហាកង្វល់យើងមិនមែនដោះមួយថ្ងៃបានចូលរួមពីយើងកើតចេញពីគ្រួសារតូចទៅសហគមន៍តូចទៅខេត្តតូចទៅប្រទេសទាំងមូលកន្លែងហ្នឹងហើយវានឹងចាប់ផ្ដើមកាត់បន្ថយអំពីបញ្ហាអយុត្តិធម៌សង្គមហើយសូមបញ្ជាក់ម្ដងហើយម្ដងទៀតក្នុងអំឡុងពេលនេះខ្ញុំពិតជាអរគុណដល់រាជរដ្ឋាភិបាលដែលខ្នះខ្នែងហើយព្យាយាមទប់ស្កាត់និងលុបបំបាត់អំពើពុករលួយអំពើប្រក្រតីទាំងឡាយណានៅក្នុងសង្គមប៉ុន្តែប្រជាពលរដ្ឋត្រូវតែចូលរួមពីជាន់ក្រោមហ្នឹងទេសូមកុំធ្វើជាបន្ទុកជាពិសេសមន្ត្រីនៅខាងក្រោមហ្នឹងលោកខាងលើលោកខំណាស់យើងអ្នកក្រោមហ្នឹងកុំធ្វើជាបន្ទុកអីបើមិនបានជួយដោះទេសូមកុំបន្ថែមបន្ទុកអីអញ្ចឹងហើយបញ្ហាគេដាក់បលាលួបញ្ហាគេពាត់យកដីដូចបងមានប្រសាសន៍មុនហ្នឹងអញ្ចឹងទុកឲ្យសង្គ្រាមនឹងចប់សិនហើយយើងសន្មត់ហើយយើងវិនិច្ឆ័យមកបាត់ប្រមាណកន្លែងស្លាប់ប្រមាណអ្នកខាតអីខ្លះស្រាប់តែយើងបានមកយើងបានទាំងអស់អាហ្នឹងយើងមោទនៈប៉ុន្តែស្រាប់ពេលដែលគេកំពុងដាក់មនោគមឲ្យយើងឆ្លោះគ្នាឯងអាកូនចៅឆ្លោះមួយមេឆ្លោះមួយត្រាក់ដឹកនាំតគ្នាទៅវាបែកបាក់ទាំងខ្ទេចតែម្ដងអាហ្នឹងពីខ្ញុំយល់ឃើញមកបងដៃលើកឡើងអំពីការជឿជាក់រដ្ឋាភិបាលលើកឡើងអំពីសម្ដេចអរគុណទៅដល់សម្ដេចសាទរទៅលើសម្ដេចមួយម៉ាត់ណាក៏ថ្នាក់ដឹកនាំអញ្ចឹងសំណួររបស់ខ្ញុំគឺថាតើមានគេចោទប្រកាន់បងខ្ញុំខ្ញុំសប្បាយចិត្តណាបើសិនគេថាខ្ញុំលក់ឲ្យទៅសម្ដេចបើសម្ដេចគាត់ទិញព្រោះតម្លៃមានន័យថាតើខ្ញុំមានតម្លៃបានសម្ដេចទិញខ្ញុំនិយាយមែនតើទៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្ញុំចាត់ទុកលោកដូចឪពុកខ្ញុំអញ្ចឹងកាលណាដែលយើងជាកូនបើយើងមិនគោរពឪពុកយើងគ្រួសារមួយរុងរឿងគ្រួសារមួយរីកចម្រើនដោយសារមានឪពុកមានម្ដាយដែលទំនុកបំរុងនឹងរៀបចំកូនចៅនឹងឲ្យមានសណ្ដាប់ធ្នាប់អញ្ចឹងបើសិនជាថ្នាក់ដឹកនាំខ្ញុំមិនគោរពខ្ញុំមិនស្រឡាញ់តែខ្ញុំគោរពអ្នកណាខ្ញុំទៅគោរពជនឆ្លៀនពៀតខ្ញុំទៅគោរពបរទេសដែលវាកំពុងតែបំបែកបាក់ផ្ទៃក្នុងប្រទេសខ្ញុំតែខ្ញុំតែនិយាយថា the way ដែលខ្ញុំស្រឡាញ់សម្ដេចមាន3ចំណុចសម្ដេចតេជោយកជីវិតបើយើងនិយាយពីប្រវត្តិសាស្ត្រយកជីវិតធ្វើជាដើមទុនរំដោះប្រទេសចេញពីសង្គ្រាមទោះបីវាមានការប៉ះពាល់កន្លែងណាខ្ញុំអត់ទាន់ក្នុងសភាពការហ្នឹងតែខ្ញុំដឹងថាបច្ចុប្បន្នភាពប្រទេសខ្ញុំមានសន្តិភាពប្រទេសខ្ញុំចាប់ផ្ដើមចេញពីផេះផង់មកមួយវិញទៀតខ្ញុំក៏លេចឃើញអ្នកដែលមាននិន្នាការចេះតែចោទឲ្យតែអ្នកណាទៅគ្រប់គ្រងរាជរដ្ឋាភិបាលលូកក្បាលហ្នឹងគឺអ្នកនិន្នាការមិនស្របជាមួយនឹងថ្នាក់ដឹកនាំអញ្ចឹងដើម្បីវិធីសាស្ត្រនិងយុទ្ធសាស្ត្រឲ្យគេស្អប់គេចោទសិនគេលាបពណ៌ឲ្យម្នាក់ហ្នឹងសិនទៅដើម្បីឲ្យប្រជាជនគាត់ឈប់គ្រប់គ្រងទៅឈប់ស្រឡាញ់ឈប់អាណិតទាំងទៅប៉ុន្តែទស្សនៈខ្ញុំថាអ្វីដែលខ្ញុំធ្វើចេញពីចិត្ត
ហើយការពិតគឺជាពន្លឺការពិតគឺជាពន្លឺដែលវាមិនអាចយកស្អីមកបិទបាំងបានទេមនុស្សនិយាយពាក្យពិតណាចំណេញពេលជាងមនុស្សនិយាយពាក្យមិនពិតព្រោះនៅពេលណាដែលយើងនិយាយពាក្យមិនពិតយើងត្រូវគិតសិននិយាយមិនឲ្យសមនិយាយមិនឲ្យគេជឿតែបើយើងនិយាយពាក្យពិតចេញពីចិត្តយើងមកយើងអត់ចាំបាច់ត្រូវការពេលវេលាទេអញ្ចឹងត្រឡប់មកវិញខ្ញុំថាសម្ដេចតេជោលោកមិនដែលរត់ចោលប្រជាជនទេលោកកើតចេញពីប្រជាជនលោកនៅជាមួយប្រជាជនហើយលោកធ្វើដើម្បីប្រជាជនហើយក្នុងនាមខ្ញុំជាប្រជាជនបើខ្ញុំមិនគ្រប់គ្រងថាដឹកនាំខ្ញុំតើឲ្យខ្ញុំគ្រប់គ្រងអ្នកណាអញ្ចឹងហើយបើសិនជាគេចោទខ្ញុំថាខ្ញុំត្រូវបានលក់ក្បាលភាសាក្រក់ស្ដាប់ត្រូវបានថាដឹកនាំណាមួយនោះទិញខ្ញុំហើយខ្ញុំរំភើបដែរព្រោះមានតែខ្ញុំជាមនុស្សមានតម្លៃឯងបានគេទិញព្រោះរបស់ដែលមានតម្លៃទើបគេទិញរបស់ដែល free ឲ្យទៅទេហើយគេអត់យកទៀតអានឹងអត់តម្លៃទេណាមនុស្សយើងដូចគ្នាអញ្ចឹងសូមមេត្តាបងប្អូនប្រជាពលរដ្ឋកុំឲ្យគិតថាឲ្យតែគេគ្រប់គ្រងរាជរដ្ឋាភិបាលដឹងតែគេលក់ក្បាលខ្ញុំក៏ចេះស្រឡាញ់ប្រទេសខ្ញុំដែរខ្ញុំក៏ចេះបារម្ភពីប្រទេសខ្ញុំដែរខ្ញុំក៏ខ្លាចបាត់ដីដែរអញ្ចឹងហើយបានខ្ញុំអំពាវនាវម្ដងហើយម្ដងទៀតការពាររួបរวมបើសិនជាកាលណាដែលយើងមិនរួបរวมទេអាបាត់ដីហ្នឹងយើងក៏ជាចំណែកមួយក្នុងការធ្វើឲ្យបាត់ដីហ្នឹងដែរព្រោះយើងចូលនៅក្នុងមនោគមគេដែលឲ្យបែកបាក់ផ្ទៃក្នុងហើយអញ្ចឹងយើងក៏ជាបន្ទុកហើយយើងជាចំណែកក្នុងការឲ្យបំផ្លាញជាតិអានេះជាទស្សនៈខ្ញុំគេទិញយើងបានដោយសារតែយើងមានតម្លៃតែមានពាក្យមួយទៀតគេថាមនុស្សកាន់តែមានតម្លៃគឺគេទិញអត់បានអញ្ចឹងណាតែសំខាន់បំផុតដល់ពេលមានតម្លៃលើគេហើយគេទិញអត់បានហ្នឹងឥឡូវធ្វើអីគេចង់ធ្វើអីគេទៀតចង់យកទៅអភិវឌ្ឍអីគេបើកន្លែងមួយគេអាចឲ្យយើងក្នុងការបញ្ចេញសមត្ថភាពបានក្នុងការអភិវឌ្ឍប្រទេសជាតិហេតុអីយើងមិនទៅអញ្ចឹងលោកគ្រូមានអីចូលរួមបន្ថែមទៀតមុននឹងយើងបញ្ចប់ podcast នេះបាទបងមានអីបាទអញ្ចឹងអរគុណច្រើនសុភ័ណ្ឌហើយលោកគ្រូខ្ញុំសូមសង្ខេបទៅលើ podcast របស់យើងក្រោមប្រធានបទសម្លេងប្រជាពលរដ្ឋនៅក្នុងការអភិវឌ្ឍប្រទេសជាតិតាមពិតទៅកលៈទេសៈនេះគួរតែបងប្អូនប្រជាពលរដ្ឋកាន់តែយល់អំពីស្រុកទេសរបស់យើងកាន់តែខ្លាំងឡើងដៃមួយខាងកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងសង្គ្រាមចោលសៀនតែកំពុងតែឈ្លានពានទឹកដីរបស់យើងហើយកំពុងតែឈ្លានពានហ្នឹងគឺគេបានប្រើយុទ្ធសាស្ត្របំបីបំបាក់ច្រើនមែនតើសេណារីយ៉ូរបស់គេច្រើនមែនតើម្ដងឈូសម្ដងដាក់រាយមីនម្ដងសំដីនេះម្ដងធ្វើនេះម្ដងធ្វើនោះច្រើនមែនតើសេណារីយ៉ូរបស់គេគឺដើម្បីបំបែកបំបាក់ពួកយើងផងដើម្បីលៀបពណ៌មកកាន់ថ្នាក់ដឹកនាំរបស់ពួកយើងផងរឿងដែលសំខាន់យើងឈ្នះសង្គ្រាមការទូតយើងឈ្នះនៅសង្គ្រាមផ្លូវច្បាប់យើងឈ្នះនៅក្នុងសង្គ្រាមអេយ៉ាបតនៅក្នុងកលានៃសង្គ្រាមមួយនេះគឺយើងឈ្នះច្រើនណាស់អញ្ចឹងយើងគួរតែទៅរកចំណុចណាដែលយើងមានអត្រានៃការឈ្នះមានយុទ្ធសាស្ត្រនៃការឈ្នះខ្លាំងទៅរឿងមួយទៀតដែលខ្ញុំចង់អំពាវនាវទៅកាន់ប្រជាពលរដ្ឋថាចប់សង្គ្រាមមែនតែបញ្ហារបស់យើងគឺនឹងមានកាន់តែខ្លាំងឡើងគឺពាក់ព័ន្ធជាមួយនឹងវិបត្តិអត់ការងារធ្វើមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋចំនួន 80,000 នាក់ទោះបីជាមានខ្លះក៏ដោយចុះនៅកសិផលរបស់ពួកយើងដែលធ្វើបានវានឹងចុះថោកដោយសារការពីមុនគឺមានការទិញពីប្រទេសឥឡូវនៅសល់តែមួយប្រទេសអញ្ចឹងយើងចង់ឲ្យប្រជាពលរដ្ឋដឹងថាតិចទៀតយើងនឹងមានបញ្ហាកាន់តែខ្លាំងឡើងដូច្នេះយើងត្រូវត្រៀមកម្លាំងរបស់ពួកយើងស្មារតីរបស់ពួកយើងផ្លូវចិត្តរបស់ពួកយើងក្នុងការប្រយុទ្ធជាមួយនឹងគ្រោះនាពេលខាងមុខនោះហើយខ្ញុំជឿថាតាមរយៈវីដេអូនេះឬក៏រដ្ឋាភិបាលក៏បានគិតទុកថាតើនឹងដោះស្រាយបែបម៉េចតែសួរធ្វើបានកម្រិតណាអានឹងគឺអាស្រ័យទៅលើលោកជាអ្នកដឹកនាំតែពីពួកយើងគឺពិតជាចង់ឃើញថាលោកមានយុទ្ធសាស្ត្រគ្រប់គ្រាន់នៅក្នុងការត្រៀមទុកជាមួយនឹងបញ្ហាកសិផលនាពេលខាងមុខដែរអរគុណច្រើនពុកម៉ែបងប្អូនអរគុណ